ឥឡូវនេះយើងចូលដល់សាច់រឿងទី1របស់យើងវិញម្ដងសាច់រឿងទី1នេះគឺជាសាច់រឿងរបស់បងស្រីគាត់ចែករំលែកពីសាច់រឿងដែលគាត់និងប្តីរបស់គាត់គឺជា fan របស់កម្មវិធីជាអ្វីជាប្រិយមិត្តរបស់កម្មវិធីជាអ្វីតែម្ដងគាត់ចែករំលែកត្រឹមពីសាច់រឿងហើយពីសាច់រឿងនេះគឺឆ្ងាញ់មែនទែនសម្រាប់ខ្ញុំសាច់រឿងដែលគាត់បានចែករំលែកទី1គឺតាក់ទិនអំពីដំណើរកម្សាន្តរបស់គាត់ទៅកាន់ខេត្តមួយដែលមានដងព្រែកស្អាតតោះយើងចូលទៅដល់សាច់រឿងរបស់យើងវិញហើយខ្ញុំសង្ឃឹមថាសម្លេងរបស់ខ្ញុំនឹងអាចនាំបងប្អូនទាំងអស់គ្នាចូលទៅក្នុងទស្សនវិជ្ជារួមរបស់សាច់រឿងរបស់គាត់បើសិនជាយើងនិយាយអំពីប្រវត្តិរូបសង្ខេបរបស់គាត់បានបញ្ជាក់ថាគាត់គឺជាបុគ្គលម្នាក់ដែលកើតចំថ្ងៃព្រះពោលគឺជាថ្ងៃសិលហ្នឹងហើយគាត់កើតមកគឺមានស្រោមសុករុំមកខ្លួនគាត់តែម្ដងចេញមកគឺចេញមកទាំងសុកតែម្ដងដូច្នេះហើយគាត់គឺជាបុគ្គលម្នាក់ដែលមានញាណទី6គួរនិយាយថាបើសិនជាមានអមនុស្សនៅជិតគាត់ច្បាស់ណាស់ 100%ឃើញឬមិនឃើញគឺគាត់ដឹងតែម្ដងក្រោយរៀបការជាមួយនឹងឧត្តមស្វាមីរបស់គាត់មិនដែលមានពេលទៅក្រេបទឹកឃ្មុំទេតាមធម្មតាយើងដឹងហើយមួយគូស្វាមីភរិយាដែលទើបតែរៀបការថ្មីការហើយត្រឹមតែមួយអាទិត្យត្រឹមតែ2អាទិត្យអីគឺគេប្រយហើយទៅបរទេសទៅខេត្តនេះទៅខេត្តនោះដើម្បីក្រេបទឹកឃ្មុំទៅឲ្យបងប្អូនប៉ុន្តែករណីមួយនេះមិនមែនកើតឡើងចំពោះគាត់ទេដោយសារតែរវល់ជាមួយនឹងភារកិច្ចផ្ទាល់ខ្លួនរវល់ជាមួយនឹងគ្រួសារធ្វើឲ្យពីរអ្នកគាត់នេះការហើយជាគូស្វាមីភរិយាថ្មីថ្មោងប៉ុន្តែមិនដែលមានឱកាសក្រេបទឹកឃ្មុំទាល់តែសោះហើយពួកគាត់ទៅណាទៅណីដើរលេងទៅខេត្តណាក៏ដោយតែងតែមានអ្នកទៅតាមគាត់រហូតពូលគឺជាមិត្តភក្តិរបស់គាត់ណាឬសូថាឧទាហរណ៍ថាទៅមណ្ឌលគិរីគិតថាចង់ទៅក្រេបទឹកឃ្មុំទៅ2នាក់សោះមិត្តភក្តិនេះតោងទៀមដែរទៅកចេះលេងគិតថាទៅតែ2នាក់សោះតែបងប្អូននេះតោងទៀមទៅដែរអញ្ចឹងវាអត់មានពេលវេលា2នាក់សោះរហូតមកដល់ថ្ងៃទី2ខែកុម្ភៈឆ្នាំ2025ជាឱកាសដែលល្អបំផុតដែលប្តីគាត់ហើយនឹងគាត់គឺទំនេរដៃទាំង2នាក់ទម្លាក់ការងារចោលទាំងអស់ហើយក៏និយាយគ្នារបៀបថាបងអើយយើងដូចអត់ដែរទៅក្រេបទឹកឃ្មុំអីតែ2នាក់សោះតន់តនេអញ្ចឹងយើងគិតទៅតែ2នាក់ណាអីកុំប្រាប់គេកុំប្រាប់ឯងអីយើងទៅតែ2នាក់បានហើយប្តីរបស់គាត់បានឮបែបនេះគាត់ក៏ឯកភាពដោយកំណត់ថាថ្ងៃទី2ខែកុម្ភៈឆ្នាំ2025នេះគឺជាថ្ងៃក្រេបទឹកឃ្មុំយ៉ាងពិតប្រាកដរបស់គាត់ទាំង2នាក់ខេត្តដែលគាត់សម្រេចគោលដៅចំណុចក្រេបទឹកឃ្មុំរបស់គាត់នោះគឺជាខេត្តមួយដែលមិនឆ្ងាយពីទីក្រុងភ្នំពេញទេដីត្រឹមតែ100ជាងគីឡូទេចិត្តមែនតើងាយស្រួលក្នុងការធ្វើដំណើរហើយខេត្តមួយនេះគឺមានព្រែកស្អាតមែនតើសម្រាប់សម្រួលគ្នាហើយប្តីរបស់គាត់ក៏បានស្វែងរកកន្លែងគេងតាមរយៈ app នានាដែលគាត់មាននៅក្នុងទូរស័ព្ទរបស់គាត់រហូតដល់គាត់បានស្វែងរកកន្លែងមួយគឺស្អាតខ្លាំងមែនតើទេសភាពល្អហើយបើសិនជាគាត់គេងនៅកន្លែងហ្នឹងគាត់ចេញទៅកន្លែងណាក៏ស្រួលដែរគឺនៅចិត្តបណ្ដារមណីយដ្ឋាននានាដែលគាត់ចង់ដើរលេងអ្វីដែលសំខាន់បំផុតតម្លៃគឺល្អមែនតើឃើញបែបនេះពួកគាត់ក៏បានកក់បន្ទប់កាត់ចូលមកដល់ថ្ងៃដែលធ្វើដំណើរមកដល់ថ្ងៃធ្វើដំណើរ2អ្នករបស់គាត់បានវិចមួយសាក់កាដូម្នាក់មួយហើយពួកគាត់បានជ្រើសរើសយានជំនិះជាម៉ូតូមិនមែនជិះឡានទេតែជិះម៉ូតូលក្ខណៈ sweet បងប្អូនដែលនៅក្មេងៗណាឬក៏បងប្អូនដែលមិនទាន់ការអីទៅ2អ្នកសង្សារចុះខេត្តអីចឹងជិះម៉ូតូបងប្អូនយល់អារម្មណ៍ហ្នឹងណាគឺ sweet ហ្មងអាអោបចកេះឡើងស្អិតណាកាន់ម៉ោងអីចឹងណា2ម៉ោងអីចឹងណាជិះបដើមើលទេសភាពបដើគេងកោយខ្នងបងបដើគឺជាអារម្មណ៍មួយដែលល្អបំផុតពួកគាត់បានចេញដំណើរតាំងពីព្រលឹមតែឈប់នៅកន្លែងនានាដើម្បីថតរូបឆ្លៀតចូលរមណីយដ្ឋាននេះឆ្លៀតចូលរមណីយដ្ឋាននោះទម្រាំតែទៅដល់ទីតាំងដែលគាត់គេងហ្នឹងគឺម៉ោងប្រហែលជា12ថ្ងៃត្រង់បាត់ទៅហើយទម្រាំតែ check in បានសម្រាប់ហ្នឹងគឺម៉ោង2រសៀលបាត់ទៅហើយនៅពេលដែលគាត់បានដើរចូលទៅដល់ resort មួយនេះអូតែលមួយនេះគាត់ថាស្អាតខ្លាំងមែនទែនហើយវាជាលក្ខណៈផ្ទះដាច់ដោយឡែកពីគ្នាគាត់គ្រាន់តែ check in គាត់បានទទួលសោហើយគាត់ក៏ដើរទៅកាន់បន្ទប់របស់គាត់ប្រាប់ថាវាចម្លែកត្រង់មួយថាពេលដែលគាត់ទទួលសោគាត់មិនបានមើលសោថាសោហ្នឹងគឺបន្ទប់លេខប្រមាណទេហើយវាចង្រៃត្រង់ថានៅពេលដែលដើរទៅដល់មុខទ្វារនោះក៏គាត់មិនបានចាប់អារម្មណ៍ថាស្លាកនៅក្នុងបន្ទប់ហ្នឹងគឺបង្ហាញថាបន្ទប់ហ្នឹងលេខប្រមាណដែរគួរនិយាយថាអញ្ចឹងទាំងគាត់ខ្លួនឯងនេះជាមនុស្សដែលងាយដឹងថាមានអមនុស្សឬក៏អត់ណាតែហេតុអ្វីបានគាត់ប្រហែសបែបហ្នឹងវាហាក់ដូចជាមានម៉ូបិទមូបាំងមិនឲ្យគាត់ចាប់អារម្មណ៍ទាល់តែសោះអ្វីដែលគាត់គូបញ្ជាក់បន្ថែមទៀតគឺនៅក្នុងអូតែលមួយនេះសុទ្ធសឹងតែជាភ្ញៀវបរទេសមិនមានភ្ញៀវខ្មែរនោះឡើយ
ហើយនៅក្នុងថ្ងៃនោះបន្ទប់គាត់គឺជាបន្ទប់ចុងក្រោយដែលគាត់ពីរនាក់ហ្នឹងគឺជាខ្មែរតែមួយផ្ទះនឹងគាត់ថានៅត្រឹមតែបើកទ្វារបោះមួយជំហានចូលទៅក្នុងផ្ទះរបស់គាត់មានអារម្មណ៍ថាមិនធម្មតាបាត់ទៅហើយគាត់មានអារម្មណ៍ថានៅក្នុងនេះមានសម្ពាធអ្វីខុសប្រក្រតីដែលគាត់ប្រាប់ថាសម្ពាធមួយនេះវាបញ្ជាក់ថាជារឿងអវិជ្ជមានបើនិយាយសង្ខេបឲ្យខ្លីទៅគឺនៅក្នុងនេះគឺមានវិញ្ញាណគាត់ព្យាយាមប្រឡប់ខ្លួនឯងដោយប្រាប់ថាគាត់មកដើរលេងសប្បាយតែ2នាក់ហ្នឹងលើកទី1ហើយគេងតែមួយយប់ទៀតអញ្ចឹងកុំគិតច្រើនអីនៅ2នាក់ប្តីផងកុំផ្ដោតសម្ពាធឲ្យប្តីព្រោះប្តីគាត់ក៏ដឹងដែរថាគាត់មានញៀនទី6អញ្ចឹងមកដើរលេងមានតែមួយថ្ងៃហ្នឹងផងបើគាត់នៅតែប្រាប់ប្តីថាអូគាត់មានអារម្មណ៍ថាបន្ទប់ហ្នឹងអត់ស្រួលទេទឹកចិត្តប្តីដែលខំកក់បន្ទប់ដែលខំអីបានទេសភាពល្អហ្នឹងមិនខ្លាចជាអាសាបងអញ្ចឹងគាត់ជ្រើសរើសលាក់អារម្មណ៍មួយនេះកប់នៅក្នុងចិត្តយ៉ាងជ្រៅគាត់គិតបែបនេះហើយគាត់ក៏បានផ្លាស់សម្លៀកបំពាក់ដើម្បីដើរលេងថតរូបនៅក្នុងតំបន់ resort មួយហ្នឹងព្រោះគាត់ប្រាប់ថាគឺស្អាតហ្មងការរចនាអីមានស្មៅមានផ្លូវដើរជាថ្មមានអីគឺមកពេញឆ្ងាញ់ហ្មងទៅកន្លែងណាប្លង់ណាក៏អាចថតបានដែរអ្វីដែលសំខាន់បំផុតទេសភាពនៅវេរណ្ដាផ្ទះដែលគាត់ជួលហ្នឹងគឺឃើញភ្នំគឺភ្នំមួយដែលល្បីឈ្មោះដែលបងប្អូនភាគច្រើនគឺស្គាល់ដែលទៅឬក៏ដែលទៅគឺស្គាល់ហ្មងគឺពេញប្លង់តែម្ដងគឺស្អាតខ្លាំងមែនទែនអញ្ចឹងពួកគាត់ចាប់ផ្ដើមដើរកំសាន្តកាន់ដៃគ្នាថតរូបលេងហើយពួកគាត់ក៏បានឲ្យគេរៀបចំនៅមាត់ព្រែកអញ្ចឹងណាដើម្បីឲ្យគាត់នឹងញ៉ាំអីពេលល្ងាចហើយក៏មានពិសាគ្រឿងស្រវឹងអីតិចតួចអញ្ចឹងទៅក្រោយពីពិសាគ្រឿងស្រវឹងក្រោយពីញ៉ាំអីហើយពួកគាត់ក៏ដើរតម្រង់ចូលក្នុងផ្ទះវិញហើយដាក់វេនគ្នាដើម្បីងូតទឹកសម្អាតខ្លួនម្នាក់ម្ដងមុននឹងចូលគេងប៉ុន្តែដោយសារតែពួកគាត់ពិសាគ្រឿងស្រវឹងគួរសមដែរប្តីរបស់គាត់គ្រាន់តែចូលដល់បន្ទប់ប្រាប់ថាប្រពន្ធទៅមួយទឹកមុនទៅចាំប្តីទៅមួយទឹកតាមក្រោយណាហើយគាត់គេងនៅលើគ្រែត្រឹមមកដាក់ខ្លួននៅលើគ្រែគាត់ក៏គេងលក់បាត់អញ្ចឹងបងស្រីគាត់ក៏ដើរចូលទៅមួយទឹកហើយគាត់ប្រាប់ថានៅពេលដែលគាត់មួយទឹកក៏គាត់មានអារម្មណ៍អត់ស្រួលដែរគេថាស្រវឹងបាត់ខ្លាចតែស្រវឹងបែបផែនគាត់នេះគឺមានអារម្មណ៍ថាស្រាវនៅឆ្អឹងខ្នងស្រាវនៅកកហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែឈរចិត្តគាត់ប្រញាប់រួចរាន់មួយទឹកហើយក៏ដើរចូលទៅគេងបាត់ទៅកាត់ចូលមកដល់ម៉ោង12យប់បងស្រីក៏បានដឹងខ្លួនឡើងដោយសារតែទទួលគ្រឿងស្រវឹងធ្វើឲ្យគាត់នឹងត្រូវការប្រើបន្ទប់ទឹកបងស្រីបានដើរចូលទៅក្នុងបន្ទប់ទឹកគាត់បានធ្វើប្រតិបត្តិការរំដោះទុកសត្វគាត់រួចហើយក៏ដើរមកកន្លែងត្រង់ចំណុច lavabo លាងដៃដើម្បីលុបមុខបន្តិចឲ្យស្វាងពីគ្រឿងស្រវឹងព្រោះយើងឈឺក្បាលតិចតែទាស់ត្រង់ថាកញ្ចក់ដែលគាត់ឈរហ្នឹងវាឆ្លោះជាមួយនឹងក្បាលរមណីមួយទឹកត្រង់ចំណុចហ្នឹងបងប្អូនអាចសម័យឃើញណានៅពេលដែលគាត់កំពុងតែលើកដៃនេះយកទៅក្បង់ទឹកលុបមុខគាត់ងើបមកមើលកញ្ចក់មកលុបមុខសម្អាតអីចឹងទៅស្រាប់តែក្បាលរមណីអាកន្លែងងូតទឹកហ្នឹងអាក្បាលរមណីងូតទឹកហ្នឹងបញ្ចេញសំឡេងក្រឹកគាត់ព្យាយាមផ្ចង់នៅក្នុងកញ្ចក់មួយហ្នឹងមើលទៅក្បាលរមណីមួយហ្នឹងហេតុអ្វីបន្លឺសំឡេងមួយហ្នឹងអ្វីដែលគាត់ឃើញគឺក្បាលរមណីមួយនោះកំពុងតែរង្គើបើកតិចបើកជាចង្វាក់ខ្មោចលងអាបើកតិចក្រឹកគាត់ឃើញអញ្ចឹងគាត់ងាកទៅក្រោយអាសកម្មភាពក្បាលរមណីហ្នឹងនៅតែបន្តបើកហើយទឹកផ្កាឈូកនោះវាចាប់ផ្ដើមហូរមកតិចវាដល់កលាក់បើករបស់វាណាក៏ចាប់ផ្ដើមហូរមកតិចកាន់តែលឿនទៅគាត់គ្រាន់តែឃើញប៉ុណ្ណឹងគាត់ដឹងថាអត់ស្រួលហើយគាត់ប្រញាប់រត់ឡើងទៅលើគ្រែវិញគ្រាន់តែរត់ឡើងទៅលើគ្រែវិញប្តីរបស់គាត់ក៏ដឹងខ្លួនល្មមដោយសារតែតម្រូវការប្រើប្រាស់បន្ទប់ទឹកដូចគ្នាប្តីគាត់ឃើញគាត់ស្ទុះឡើងគាត់មិនបានប្រាប់ប្តីគាត់នោះឡើយថាអ្វីដែលគាត់ឃើញក្នុងបន្ទប់ទឹកមិញហ្នឹងគឺអ្វីកុំឲ្យប្តីខ្លាចខែងលោកគេលងតែគាត់ណាតែនៅពេលដែលប្តីរបស់គាត់ដើរបានពាក់កណ្ដាលផ្លូវទៅបន្ទប់ទឹកស្រាប់តែបង្គន់នៅក្នុងបន្ទប់ទឹកវាចាក់ទឹកដោយខ្លួនឯងដោយមិនមានមនុស្សទៅចុចគួរតែនិយាយថាអញ្ចឹងបើសិនជាពងរបស់ប្រគុណនឹងវា error របៀបមិនជាវាត្រឹមតែហូរទឹកទេតែនេះជាសំឡេងចាក់ទឹកជាសំឡេងចុចចាក់ទឹកតែម្ដងប្តីរបស់គាត់មិនបានដើរទៅបន្ទប់ទឹកទេគឺងាកថយក្រោយមើលមុខទៅប្រពន្ធរបស់គាត់កំពុងតែមើលមុខគាត់ហើយគាត់កំពុងមើលមុខប្រពន្ធរបស់គាត់ណាហើយមើលឲ្យសញ្ញាថាគេលងហើយដឹងហើយថាជាការលងមិនឡាយតែធ្វើបែបណា
ម៉ោងពេលនេះគឺម៉ោង12ជាងយប់ទៅហើយបើសិនជាគាត់ជិះឡានយ៉ាងច្រើនណាស់ប្រត់ចេញទៅក្រៅតែនេះគាត់ជិះម៉ូតូមកវាពិបាកក្នុងការសម្រេចចិត្តមែនទែនថាទៅឬក៏នៅអ្វីដែលអាចធ្វើបានប្តីរបស់គាត់មិនបានចូលបន្ទប់ទឹកទេគឺត្រឡប់ក្រោយបែរឡើងមកលើក្រែវិញហើយសង្ងំគេងប្រាប់ទៅប្រពន្ធថាទ្រាំទៅអូនទ្រាំរហូតដល់ភ្លឺពេលវេលាស្មាននេះរាប់ពីពេលនេះទៅពួកគាត់គេងអត់លក់នោះទេរសាទរសល់គេងមិនស្កប់ហាក់ដូចជាកំពុងតែរងចាំថាមានអ្វីទៀតកើតឡើងបន្តរហូតដល់ម៉ោងប្រហែលជាម៉ោង2ទៅ3យប់ពួកគាត់ទាំងពីរនាក់ប្រាប់ថាកំពុងតែគេងអាលីវនេះស្រាប់តែមានទម្ងន់អ្វីម្យ៉ាងដែលធ្ងន់មែនទែនមកសង្កត់ទាំងប្តីគាត់ទាំងគាត់ជាប់តែម្ដងដែលពួកគាត់រើខ្លួនមិនរួចទាល់តែសោះក្នុងអំឡុងពេលនោះស្រាប់តែបងស្រីនេះគាត់ដឹងខ្លួនឡើងគាត់បើកភ្នែកព្រឹមជាស្ថានភាពមួយដែលពាក់កណ្ដាលគេងពាក់កណ្ដាលភ្ញាក់បែងចែកអត់ដាច់ប៉ុន្តែអារម្មណ៍មួយដែលគំរឹកខ្លួនអត់បាននឹងវាជាការពិតគាត់ព្យាយាមប្រឹងបើកភ្នែករឹមស្រាប់តែគាត់ឃើញអ្វីមួយយ៉ាងនៅចុងជើងរបស់គាត់ពេលដែលគាត់ព្យាយាមបែរគ្រាប់ភ្នែកទៅមើលអ្វីមួយយ៉ាងនៅចុងជើងរបស់គាត់នេះគាត់ឃើញថាមាននារីម្នាក់សក់វែងខ្លាំងមែនទែនស្លៀករូបសហើយមុខវិញគឺពោពេញសុទ្ធតែឈាមប្រឡាក់ដាមពេញមុខតែម្ដងមុខគឺខឹងពួកគាត់ខ្លាំងមែនទែនស្រាប់តែម្នាក់នឹងឃើញគាត់បែរគ្រាប់ភ្នែកមកចំគាត់ណាលើកដៃចង្អុលហើយចាប់ផ្ដើមស្រែកដាក់គាត់តែម្ដងហើយនេះគឺជាសម្ដីរបស់វិញ្ញាណមួយនឹងមិនបានពោះឯងមកដេកកន្លែងអញអញ្ចឹងងែងខ្លាំងណាស់ហ៊ាននិយាយចិនទៀតនៅក្នុងបន្ទប់ហ្នឹងណាដោយសារតែគាត់ជាកូនចិនហើយប្តីរបស់គាត់ក៏ចិនដែរអញ្ចឹងគាត់និយាយចិនរបៀបចិនលាយខ្មែរនៅក្នុងបន្ទប់ហ្នឹងណាអញ្ចឹងហើយទៅមិនខ្មោចមួយនឹងហ៊ានស្រែកថាងែងខ្លាំងម៉េះហ៊ាននិយាយចិនក្នុងបន្ទប់ហ្នឹងទៀតណាគ្រាន់តែឃើញបែបនេះគាត់បាននិយាយទៅកាន់វិញ្ញាណតាំងចិត្តថាចរចាគាត់ប្រាប់ថាគាត់មកបំណងល្អទេកុំធ្វើបាបគាត់អីគាត់សុំបគាត់គេណាមួយយប់នឹងស្អែកគាត់ទៅវិញហើយខ្មោចនឹងដឹងតបថាម៉េចទេគាត់ថាចាកុំតាំងចិត្តចរចាជាមួយអញមិនចរចាមួយថ្ងៃទេត្រឹមតែប៉ុណ្្នេះគាត់បែរជាលែងមានអារម្មណ៍ខ្លាចគាត់មានអារម្មណ៍ថាខឹងខ្លាំងមែនទែនណាហើយគាត់ប្រាប់ថាគាត់ជេរខ្មោចវិញណាគាត់ថាអញ្ចឹងឯងទៅនិយាយមួយប្តីអញណាត្រឹមតែនិយាយពាក្យថាអញ្ចឹងទៅនិយាយជាមួយប្តីណាខ្មោចដែលនៅឈរចុងជើងនឹងចាប់សឹបមកដល់ប្តីរបស់គាត់តែម្ដងណាហើយគាត់វិញឃើញបែបហ្នឹងគាត់ខ្លាចខ្មោចនឹងធ្វើអីដល់ប្តីគាត់ព្យាយាមរើកមើកដៃកមើកជើងរហូតដល់កមើកបានបន្តិចទៅបន្រួចខ្លួនពីខ្មោចសកត់មួយហ្នឹងភ្ញាក់ពីដំណេកយ៉ាងពិតប្រាកដដងនេះគឺគាត់ភ្ញាក់ពិតប្រាកដហើយគាត់ព្យាយាមដាស់ប្តីរបស់គាត់រហូតដល់ប្តីរបស់គាត់ភ្ញាក់ហើយគាត់ប្រាប់ថាបងឯងមានជួបរឿងអីអត់មិញប្តីរបស់គាត់ងក់ក្បាលតែមិននិយាយអ្វីទាំងអស់អារបៀបងក់ក្បាលតិចឲ្យសញ្ញាក្នុងន័យមួយដែលថាជួបហើយមានក្នុងលក្ខខណ្ឌមួយហ្នឹងអញ្ចឹងបងស្រីក៏ប្រាប់ថាចេះបងអូនខ្លាចណាស់ព្រោះនេះគឺជាលើកទី1ហើយដែលគាត់ឃើញស្ដែងនឹងភ្នែករាល់ដងហ្នឹងគ្រាន់តែមានអារម្មណ៍ទេតែដងនេះគាត់ឃើញដាមសិតតែឈាមពេញមុខហើយមកចង្អុលជេរគាត់ណាប្តីរបស់គាត់វិញបានត្រឹមតែលួងហើយប្រាប់ថាចេះសង្ងំគេងអូនចាំភ្លឺចាំញៀងចាញ់សង្ងំគេងចាំភ្លឺចាំញៀងចាញ់លួងចិត្តគាត់បែបហ្នឹងពួកគាត់ក៏សង្ងំគេងអោបគ្នាសង្ងំគេងអញ្ចឹងទៅតែគេងម្នាក់គេងអត់លក់ទេបានត្រឹមតែ1ម៉ោងទៅមុខទៀតខ្មោចមួយនឹងលេងគាត់ម្ដងទៀតហើយមកដងនេះនិយាយដដែលពាក្យដដែលចង្អុលមុខគាត់ស្រែកដាក់គាត់ឲ្យចាក់ចេញពីបន្ទប់ហ៊ានណាស់និយាយភាសាចិននៅក្នុងបន្ទប់ហ្នឹងឲ្យចេញពីបន្ទប់របស់គេមិនមកដេកកន្លែងគេអញ្ចឹងតែសន្តានដងនេះមិនមែនមុខប្រឡាក់ដោយឈាមទេសន្តានដងនេះគឺកំបុតក្បាលមានត្រឹមតែកចុះក្រោមទេសួរថាសំលេងនឹងចេញមកពីណាបើអត់មានក្បាលផងគាត់ភ័យរហូតដល់គាត់ភ្ញាក់យកតែមែនទេណាគាត់ភ្ញាក់ភ្លាមរឿងទី1ដែលគាត់ធ្វើគឺគាត់ជេរពេញបន្ទប់តែម្ដងខ្ញុំសុំនិយាយសម្ដីរបស់គាត់តែម្ដងណាគាត់ថាម៉ែវាថ្ងៃលងអីលងយ៉ាងហ្នឹងបានអីបើខ្លាំងចេញមកនិយាយគ្នាចេញមកឥឡូវមកប្តីរបស់គាត់ភ្ញាក់ដូចគ្នាហើយប្រាប់គាត់ថាកុំអីអូនកុំមករឿងគេអីសង្ងំគេងអូនខៃលោកគេងលក់ពេលនោះហើយដែលគាត់បានក្រឡេកទៅមើលកញ្ចក់ដែលឆ្លោះទៅខាងក្រៅបន្ទប់ណាគាត់បានឃើញស្រមោលដូចជាមានមនុស្សឈរកំពុងតែឈរនៅកន្លែងកញ្ចក់នឹងជាស្រមោលរបៀបខ្មៅគាត់ទ្រាំរហូតដល់ព្រឹកឡើងទៅបានគាត់ check out ថ្ងៃរះពេលណាដឹងថាម៉ោង5ម៉ោង6ភ្លាមគឺរើកញ្ជើចេញពីបន្ទប់ហ្នឹងហ្មងនៅពេលដែលគាត់រើចេញពីបន្ទប់ហ្នឹងហើយដែលគាត់ក៏លេចមើលទៅស្លាកបន្ទប់មួយហ្នឹងទើបបានគាត់ដឹងថាបន្ទប់ដែលគាត់គេងគឺមានស្លាក A04
ត្រឹមតែឃើញស្លាកមួយនឹងគឺគាត់ភ្ញាក់ព្រឺតហ្មងព្រោះអីគាត់ជាកូនចៅចិនគាត់ដឹងច្បាស់ណាស់ថាលេខ4នឹងវាមានន័យថាម៉េចហើយឲ្យតែតាក់ទិនជាមួយលេខ4វាមិនដែលល្អទេអញ្ចឹងហើយគាត់ភ្ញាក់គាត់ដឹងខ្លួនថាមកដេកនៅសបុករបស់គេតែម្ដងហ្នឹងកម្មវិធីក្រេបទឹកឃ្មុំរបស់គាត់คล้ายទៅជាពិធីកម្មបាត់ទៅហើយគាត់ធ្វើការសន្និដ្ឋានថាព្រលឹងដែលមកបង្ហាញខ្លួនគឺជាព្រលឹងវិលវល់នៅក្នុងបន្ទប់មួយហ្នឹងហើយប្រហែលជាមានឧបទ្ទវហេតុអ្វីមួយដែលបាត់បង់ជីវិតនៅក្នុងកន្លែងហ្នឹងដែលតាក់ទិនជាមួយនឹងជនជាតិចិនអញ្ចឹងហើយទៅបានព្រលឹងមួយនេះគឺស្អប់ណាស់ស្អប់ជនជាតិចិនខ្លាំងមែនតើដែលគាត់កូនចៅចិនអញ្ចឹងណាគាត់និយាយចិនលីខ្មែរមួយប្តីគាត់អញ្ចឹងហើយព្រលឹងមួយហ្នឹងមកចោលថាហ៊ាននិយាយភាសាចិននៅក្នុងបន្ទប់ហ្នឹងទៀតណាត្រង់ចំណុចហ្នឹងឯងអញ្ចឹងតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ផ្សាយរឿងទី1នេះសម្រាប់ខ្ញុំវាគួរនិយាយថាខ្ញុំមិនដឹងថាការបកស្រាយរបស់ខ្ញុំបងប្អូនមើលឃើញថាទស្សនវិជ្ជាដែលលងនឹងរបៀបមិនអត់ទេណាតែបើខ្ញុំវិញគឺខ្ញុំឃើញពេញភ្នែកអារបៀបថាគេងយប់ឡើងពងតអោបស្វិតជាមួយប្តីណាស្រាប់តែអង្គើខ្លួនអត់រួយទាំងពីរនាក់មានពលឺព្រះច័ន្ទជះចូលមកក្នុងប្រអួចនឹងដែលយើងអាចមើលឃើញទស្សនវិជ្ជាព្រាលមិនល្ងឹតពេកមិនច្បាស់ពេកនៅក្នុងបន្ទប់មួយហ្នឹងស្រាប់តែមានមនុស្សស្រីម្នាក់ដែលស្លៀករូបសឈាមពេញមុខមកចង្អុលដេញយើងទាំងយប់ហើយមកបង្ហាញលើកទី2គឺអត់មានក្បាលនោះទេគឺវាសាហាវខ្លាំងមែនទែនណាត្រង់ចំណុចមួយនេះដែរការរៀបរាប់កន្លែងគាត់គេងវាប្រហាក់ប្រហែលគ្នាជាមួយនឹងបងប្រុសម្នាក់ដែលចែកសាច់រឿងមកកាន់កម្មវិធីជាអ្វីដែរតែគាត់គឺជាដុកទ័រដែលគាត់គេងហើយគាត់ឃើញពលឹងវិញ្ញាណដែលផុសចេញពីទឹកថ្មិញនឹងសស្ញាចលាក់នឹងលាក់អីបងប្អូនចាំអេពីសូតមួយហ្នឹងគឺវាប្រហាក់ប្រហែលគ្នាមែនតើណារីសតមួយហ្នឹងគឺប្រហាក់ប្រហែលគ្នាមែនតើខ្ញុំមិនដឹងថារីសតតែមួយឬក៏យ៉ាងណាទេហើយត្រង់ចំណុចមួយដែលវិញ្ញាណមួយហ្នឹងបានស្រែកកំឡាទៅបងស្រីមួយហ្នឹងដែលគាត់និយាយភាសាចិនលីខ្មែរអញ្ចឹងថាអ្នកឯងហ៊ាននិយាយចិននៅកន្លែងហ្នឹងទៀតណាវាដូចជាកម្មវិធីបោះតុកភ្លឺ background ងឹតបងស្រីពេជ្រដែលគាត់បានចែកដែលវិញ្ញាណមួយហ្នឹងស្លាប់នៅក្នុងផ្ទះហ្នឹងហើយគេយកច្រកថងខ្មៅច្រកថងខ្មៅបោះទៅកន្លែងភក់រសាកសពអត់ឃើញឡាក់នឹងឡាក់អីហ្នឹងណាក្នុងករណីហ្នឹងគឺប្រហែលគ្នាមែនតើកុំឲ្យមនុស្សប្រុសគេងនៅក្នុងបន្ទប់មួយហ្នឹងឲ្យសោះមិនប្រកាន់ក្មេងចាស់អង្គងាប៉ុណ្ណាទេឲ្យតែប្រុសគឺជួបរឿងនឹងទាំងអស់វាប្រហាក់ប្រហែលគ្នាមែនតើអញ្ចឹងត្រង់ចំណុចនេះវិញ្ញាណមួយនេះវាហាក់ដូចជាឲ្យតែនិយាយចិនអត់មានប្រកាន់ថាកូនចៅចិនឬខ្មែរសុទ្ធចេះចិនមួយម៉ាត់បៃឡាំអឯនេះអីមួយម៉ាត់តិចតួចអីអត់មានខ្វល់តែឲ្យតែនិយាយចិនគឺទួសាច់ទាំងអស់វាប្រហាក់ប្រហែលដូចគ្នានឹងឯងហើយនេះគឺជាសាច់រឿងទី1របស់គាត់ឥឡូវនេះយើងចូលទៅដល់សាច់រឿងទី2របស់គាត់សាច់រឿងមួយនេះបានកើតឡើងល្បាក់នៅក្នុងខែ3ឆ្នាំ2024នៅពេលនោះប្តីរបស់គាត់និងគាត់មិនទាន់ខ្លាចជាគូស្វាមីភរិយាទេបានត្រឹមតែរៀបចំពិធីភ្ជាប់ពាក្យដែលចាស់ទុំបានទទួលដឹងឮថា2នាក់ហ្នឹងនឹងរៀបការជាមួយគ្នា2នាក់ហ្នឹងគឺជាគូដណ្ដឹងជាមួយគ្នាតែប៉ុណ្ណោះទោះត្រង់ថាក្រោយការរៀបពិធីភ្ជាប់ពាក្យរួចហើយត្រឹមតែមួយរយៈខ្លីប្រាប់ថាគួរតែនិយាយមិនទៅមួយរយៈខ្លីហ្នឹងថាមួយអាទិត្យពីរអាទិត្យចុះឥឡូវថាយ៉ាងយូរមួយខែចុះស្រាប់តែបងស្រីនេះធ្លាក់ខ្លួនឈឺជាខ្លាំងអាការៈរបស់គាត់គឺចម្លែកខ្លាំងមែនទែនរបៀបថានៅសុកអង្គុយធម្មតាខ្លាចជាព្រឺល្ងាចង់ក្អួតថប់ដង្ហើមលាក់នឹងលាក់វាជាអាការៈចម្លែកបានមកបន្តិចទៅក៏ធម្មតាវិញរហូតដល់គាត់ទៅមន្ទីរពេទ្យទៅវិញឹកពេកសឹងតែមួយខែចូលពេទ្យឡើងចង់3អាទិត្យអីហ្នឹងអញ្ចឹងគាត់ប្រាប់ថាពេទ្យពេលនោះវាសឹងតែជាផ្ទះទី2របស់គាត់ហើយគាត់ចេញចូលហើយពេទ្យពិតជាអត់មានដំណោះស្រាយអ្វីមួយសោះឲ្យគាត់ពិនិត្យអ្វីក៏មិនឃើញគាត់ប្រកដីទាំងអស់ទាំងឈាមទាំងសារជាតិនៅក្នុងខ្លួនអាស៊ីតឬក៏បញ្ហាសុខភាពណាមួយរោគស្ត្រីអ្វីទាំងអស់គឺមិនមានបញ្ហាអ្វីទាំងអស់សុខភាពរបស់គាត់គឺល្អខ្លាំងណាស់ប៉ុន្តែតើហេតុអ្វីអាការៈនេះបានកើតឡើងគាត់ឈឺគួរតែនិយាយថាមើលទៅដូចជាអាការៈធ្វើទុកជំងឺធម្មតាប៉ុន្តែសម្រាប់គាត់វាមិនធម្មតានោះទេវាត្រូវធ្វើទុកភ្លាមវាត្រូវជាតែក្បាលវ៉ាល់វានឹងឯងដែលមិនមានចម្លើយទាល់តែសោះអាការៈមួយនេះនៅតែបន្តធ្វើទុកខ្លាំងហើយធ្វើទុកខ្លាំងជាងគេគឺនៅម៉ោង12ថ្ងៃត្រង់រហូតដល់មានការទល់លាមករយៈពេលដែលថាគាត់អត់បានបត់ជើងធំរយៈពេល15ថ្ងៃគឺគាត់បកគោទុកចោលនៅនឹងហ្មងគឺបត់អត់ចេញដូចទល់លាមកដូចពិបាកក្នុងខ្លួនតែម្ដងមានថ្ងៃមួយមានមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមានវ័យចំណាស់ជាងគាត់ប្រហែលជា 3-4 ឆ្នាំអីចឹងណាតែរាប់អានគ្នាជាមិត្តភ័ក្តិមានសេចក្តីព្រួយបារម្ភចំពោះគាត់ខ្លាំងមែនទែនក៏បានមកលេងគាត់សួរសុខទុក្ខគាត់
ក្នុងគោលបំណងចង់ដឹងពីស្ថានភាពរបស់គាត់ថាយ៉ាងម៉េចទៅហើយខានជួបយូរហើយឮសូរទៅពេទ្យណាត់ក៏មិនចេញណាត់ដងណាក៏នៅតែពេទ្យណាត់ដងណាក៏មានបញ្ហានេះបញ្ហានោះគាត់បារម្ភខ្លាំងណាស់ជាការរាប់អានគ្នានៅពេលដែលបងស្រីបានប្រាប់ថាអញ្ចឹងបងយើងណាត់គ្នាទៅញ៉ាំអីនៅកន្លែងណាទៅបញ្ជាក់នៅពេលនេះម៉ោងមិនទាន់12ថ្ងៃត្រង់ទេណាអញ្ចឹងគាត់បានណាត់អីថាឥឡូវយើងញ៉ាំអីពេលថ្ងៃជុំគ្នាទៅនៅហាងមួយនេះអីចឹងទៅពួកគាត់បានរស់រានស្លៀកពាក់អីហើយទៅជួបគ្នានៅហាងមួយហ្នឹងហាងមួយនេះនៅពេលនេះមិនទាន់ដល់ម៉ោង12ថ្ងៃត្រង់នោះឡើយគាត់កំពុងតែញ៉ាំអីបណ្ដើជជែកគ្នាបណ្ដើសួរពីអាការៈមិនហើយសុខទុក្ខយ៉ាងណាហើយសុខភាពយ៉ាងណាហើយបងស្រីគាត់ប្រាប់ថាមិនអីទេវាធ្វើទុកអញ្ចេះវាធ្វើទុកអញ្ចោះស្រាប់តែនាឡិកាបង្ហាញម៉ោង12ភ្លាមអាការៈរបស់បងស្រីចាប់ផ្ដើមធ្វើទុកភ្លាមនៅមុខមិត្តភក្តិគាត់តែម្ដងអាការៈស្រាវស្រាញថប់ដង្ហើមក្តៅល្ងាខ្លាចទៅជាគួរនិយាយថាមិនទេមួយវិនាទីមកក្តក់ដៃមនុស្សធម្មតាខ្លាចទៅជាមនុស្សមិនធម្មតាដូចយុទ្ធសិលអញ្ចឹងណាពេលនោះស្រាប់តែបងស្រីដែលជាមិត្តភក្តិរបស់គាត់នេះបានប្រាប់គាត់ថាអញ្ចេះអូនណាអាការៈបងឯងមើលទៅដូចមិនមែនជំងឺមិនទេអូនឯងដូចអត់ស្រួលសោះតិចមានណាគេធ្វើអំពើដាក់អូនឯងទៅមួយម៉ាត់ហ្នឹងតិចមានគេធ្វើអំពើដាក់អូនឯងទៅមួយម៉ាត់ហ្នឹងធ្វើឲ្យបងស្រីដូចស្វាងចេះស្វាងពីភាពមន្ទិលភាពខ្មៅងងឹតនៃគំនិតរបស់ខ្លួនឯងគឺស្វាងចេះតែម្ដងហើយគាត់បានតបទៅអញ្ចេះបងតិចធ្វើអំពើរបស់គេមែនទៅមួយម៉ាត់ដែលគាត់បានឆ្លើយតបទទួលដឹងឮថាវាជាអំពើនេះនៅក្នុងខ្លួនរបស់គាត់ស្រាប់តែត្រជាក់ខ្លាំងមែនទែនគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដែលគាត់មិនដែលជួបប្រទះសោះតាំងពីឈឺមកនេះមិនដែលព្រឺឆ្អឹងខ្នងអញ្ចឹងទេតែដងនេះវាតែជាក់ដូចតកកអញ្ចឹងហើយឆ្អឹងខ្នងរបស់គាត់គឺព្រឺខ្ញាក់ដែលខ្លួនរបស់គាត់ពេនទៅមុខណាគឺព្រឺខ្លាំងមែនទែនហាក់ដូចជាមានអ្វីមួយដែលមានប្រតិកម្មក្នុងខ្លួនគាត់អារបៀបថាគេដឹងហើយគឺក្នុងលក្ខខណ្ឌមួយហ្នឹងគឺប្រហាក់ប្រហែលនឹងឯងអាការៈមួយនេះបានคล้ายទៅជាភ័ស្តុតាងមួយសម្រាប់បងស្រីដែលមានញាណទី6ហ្នឹងគាត់ដឹងថាគាត់ដឹងការពិតហើយគេបានដឹងថាគាត់ដឹងការពិតហើយភាគរយច្រើនមិត្តភក្តិរបស់គាត់ម្នាក់នេះនិយាយជាការពិតមិនអែអង្គយូរនោះទៅក្រោយពីបែកគ្នាបងស្រីគាត់តែម្នាក់ឯងគត់ទាញម៉ូតូចេញពីមិត្តភក្តិរបស់គាត់តម្រង់ទៅកាន់វត្តស្ទឹងមានជ័យដើម្បីស្វែងរកព្រះតេជគុណមួយព្រះអង្គដែលក្រុមគ្រួសាររបស់គាត់គឺមានជំនឿខ្លាំងមែនទែនដែលក្រុមគ្រួសាររបស់គាត់និងអ្នកផងទាំងពួងទទួលស្គាល់ថាព្រះតេជគុណចេះវិជ្ជាច្រើនណាស់ហើយល្បីខាងផ្នែកប្រោសសត្វលោកទៅដល់ភ្លាមគាត់បានចូលទៅក្រាបថ្វាយបង្គំព្រះតេជគុណហើយក៏ទូលទៅកាន់ព្រះតេជគុណនៅរឿងរ៉ាវដែលកើតឡើងចំពោះគាត់ទាំងអាការៈរបស់គាត់ជាដើមឡើយទាំងម៉ោងដែលគាត់តែងតែធ្វើទុកព្រះតេជគុណបានប្រមាលមើលហើយព្រះតេជគុណមានសង្ឃដីកាថាគាត់ពិតជាត្រូវអំពើរបស់គេមែនហើយអ្នកដែលដាក់អំពើគាត់នេះគឺជាសង្សារចាស់របស់គាត់ត្រឹមតែពាក្យថាសង្សារចាស់របស់គាត់ខួរក្បាលរបស់គាត់ចិត្តរបស់គាត់បានបាញ់ទៅបុគ្គលម្នាក់បាត់ទៅហើយគាត់ភ្ញាក់ខ្លួនបុគ្គលដែលគាត់បាននឹកឃើញមុនគេគឺជាអតីតសង្សាររបស់គាត់ដែលនៅពេលដែលបែកគ្នាមិនដឹងថាបែកគ្នាដោយសារអ្វីដោយសារអស់ចិត្តឬមិនអស់ចិត្តឬមិនទេណាប៉ុន្តែសង្សារគាត់ម្នាក់នោះម្នាក់ប្រុសម្នាក់នោះបាននិយាយថាបើសិនជាអញមិនបានគ្មានអ្នកណាបាននោះឡើយមួយម៉ាត់ហ្នឹងលោតនៅក្នុងខួរក្បាលទិដ្ឋភាពមួយហ្នឹងវាបានលេងម្ដងទៀតនៅក្នុងខួរក្បាលរបស់គាត់ដែលគាត់ដឹងថាតើបុគ្គលម្នាក់ណាដែលបានដាក់អំពើទៅលើគាត់ព្រះតេជគុណគ្រាន់តែប្រមាលភ្លាមក៏ចាប់គាត់ស្រោចទឹកអារម្មណ៍របស់គាត់នៅពេលដែលត្រូវទឹកនៅពេលនេះមិនមែនជាពេលយប់នោះទេហើយអាងទឹកដែលព្រះតេជគុណប្រើសម្រាប់ស្រោចហ្នឹងក៏មិនបានដាក់ទឹកកកដែរតែទឹកដែលជះទៅលើខ្លួនរបស់គាត់មានអារម្មណ៍ថាព្រឺរងាខុសធម្មតាវាទៅចាក់សេបហ្មងណាហាក់ដូចជានៅក្នុងខ្លួនរបស់គាត់កំពុងតែប្រឆាំងតទល់ជាមួយនឹងទឹកមួយហ្នឹងកំពុងតែប្រឆាំងតទល់នៅវេទមួយហ្នឹងគឺកំពុងតែតទល់ជាមួយគ្នាអារម្មណ៍របស់គាត់គឺពិបាកទ្រាំមែនទែនក្រោយស្រោចទឹកហើយគាត់ក៏ជិះតម្រង់មកផ្ទះតែម្នាក់ឯងមកដល់ផ្ទះភ្លាមស្រាប់តែគាត់មានអារម្មណ៍ថាចុកពោះចង់បត់ជើងទាំងគាត់មិនបានបត់ជើងរយៈពេល15ថ្ងៃហើយគាត់ក៏រត់ចូលបន្ទប់ទឹកភ្លាមនៅពេលដែលគាត់បត់ជើងស្រាប់តែមានសរសៃអំបោះពណ៌សរសៃអំបោះពណ៌សមួយសរសៃចេញមកតាមលាមកគាត់ឃើញបែបនេះគាត់បានទាញទូរស័ព្ទទេទៅកាន់ព្រះតេជគុណទូលនៅរឿងរ៉ាវដែលគាត់បានជួបទូលនៅរឿងរ៉ាវដែលគាត់បានឃើញគឺមានសរសៃអំបោះពណ៌សមួយច
ចេញមកតាមលិមួកព្រះដៃចគុណទទួលដំណឹងនេះហើយក៏មានសង្ឃការថាវាចេញមកហើយស្អែកមកស្រោចទឹកម្ដងទៀតថ្ងៃស្អែកឡើងបានមកដល់គាត់មិនចាំត្រេត្រង់អីយូរទេមករៀបចំខ្លួនហើយទាញម៉ូតូតាំងព្រលឹមនឹងជិះទៅកាន់កុដិរបស់ព្រះដៃចគុណសាជាថ្មីចូលទៅដល់គាត់ឃើញមានពុទ្ធបរិស័ទជាច្រើនកំពុងតែមករកជំនួយពីព្រះដៃចគុណដែរតែព្រះដៃចគុណឃើញគាត់ក៏ហៅឲ្យគាត់ចូលមកមុនគេផ្លាស់សម្លៀកបំពាក់ដើម្បីស្រោចទឹកហេតុការចម្លែកមួយក៏បានកើតឡើងគាត់ប្រាប់ថាអញ្ចេះផ្លាស់កៅអៅហើយមកអង្គុយលើកដៃសាពះនេះព្រះដៃចគុណត្រឹមតែជះទឹកមួយផ្តិលគត់ជះតែមួយផ្តិលគាត់បាត់ស្មារតីសូនឈឹងងងឹតស្លុបតែម្ដងនៅពេលដែលគាត់ដឹងខ្លួនតិចមកគាត់ឃើញមានពុទ្ធបរិស័ទដែលមហោបដៃចគុណនឹងកំពុងតែហិតដៃហិតជើងគាត់ណាកំពុងតែអង្គុយនៅជុំវិញគាត់ហើយព្រះដៃចគុណក៏កំពុងតែគង់នៅជិតគាត់ដូចគ្នាដែរគាត់ដឹងខ្លួនទាំងមមីមើគាត់ថាមានរឿងអីដែរកើតអីមានរឿងអីមិនបានខ្ញុំនៅនឹងវិញមិនខ្ញុំរៀងល្ងឹតមុខដួលនៅកន្លែងនោះតែមិនបានខ្ញុំនៅកន្លែងនឹងវិញពេលនោះហើយដែលពុទ្ធបរិស័ទនិងព្រះដៃចគុណមានសង្ឃដីកាមកកាន់គាត់ថាអញ្ចេះនៅពេលដែលជះមួយផ្តិលហ្នឹងនៅពេលដែលគាត់បាត់បង់ស្មារតីមួយហ្នឹងស្រាប់តែមានវិញ្ញាណដែលគេប្រើមកធ្វើអំពើហ្នឹងចូលមកសន្ធិដ្ឋនៅក្នុងខ្លួនគាត់វាចាញ់មិនមែនគួរតែមិនចូលទេបានតែចាញ់ពីក្នុងមកវាទ្រាំលែងបានវាត្រូវតែតតាំងជាមួយនឹងបដិជគុណវិញណាគឺចាញ់មកសន្ធិដ្ឋក្នុងខ្លួនគាត់សន្ធិដ្ឋស្មារតីរបស់គាត់ទាំងស្រុងហើយឆ្លោះគ្នាជាមួយនឹងបដិជគុណរបៀបថាបដិជគុណសួរថាមើលមកពីណាញោមឯងមកពីណាហើយចង់បានអីណាគេអ្នកប្រើមកតែវិញ្ញាណនឹងនៅតែតទល់ថាកុំចេះរឿងអញត្រូវធ្វើឲ្យវាងាប់ឡាក់អីចឹងទៅកុំចេះរឿងអញតែដោយសារតែវិជារបស់ព្រះដៃចគុណគឺមានកម្រិតខ្ពស់អញ្ចឹងហើយការតទល់ជាមួយព្រះដៃចគុណក៏ដឹងថាខ្លួនឯងមិនឈ្នះទើបវិញ្ញាណមួយនោះសារភាពថាគ្រូដែលបញ្ជាមកគឺស្ថិតនៅឯក្រុងព្រះសីហនុហើយគ្រូមួយនោះគឺជាមនុស្សស្រីហើយជាបងប្អូនជនជាតិថែមទៀតហើយភារកិច្ចរបស់វិញ្ញាណមួយនេះគឺធ្វើឲ្យបងស្រីស្លាប់មុនថ្ងៃរៀបការព្រះរាជគុណបានដឹងដំណឹងមួយនេះក៏ប្រឹងសូត្រផងយកធូបមកអុជផងតល់ទល់ទម្រាំតែបលឹងនឹងចុះចាញ់ហើយចាក់ចេញពីខ្លួនគាត់ទើបបានគាត់ដួលសន្លប់ហើយនៅពេលដែលគាត់ដឹងខ្លួននឹងហើយដែលគាត់ឃើញថាមានពុទ្ធបរិស័ទជាច្រើនរួមទាំងព្រះអង្គផងដែលនៅជុំវិញខ្លួនគាត់ដឹងខ្លួនប៉ុណ្ណឹងបដិជគុណក៏តបទៅវិញថាអស់អីហើយគាត់ក៏ផ្លាស់កៅអៅហើយលាបដិជគុណក្រាបថ្វាយបង្គំលាត្រឡប់ទៅក្នុងផ្ទះវិញថ្ងៃស្អែកឡើងគាត់មានការដឹងគុណចំពោះបដិជគុណជាខ្លាំងហើយគិតថានឹងជាវអីវ៉ាន់ដូចជាស្គរតែលាក់នឹងលាក់អីចឹងទៅយកទៀនមួយចំនួនទៅថ្វាយទៅដល់ព្រះសង្ឃនៅពេលដែលគាត់ទៅដល់តូបអ្នកលក់តេយ្យទានទាំងអស់ហ្នឹងគាត់ក៏បានប្រាប់ថាគាត់មកទិញអីវ៉ាន់មកថ្វាយបដិជគុណហើយអ្នកលក់ហ្នឹងក៏ចង់ដឹងរឿងដែរអ្នកលក់ហ្នឹងក៏សួរថាមានរឿងអីលាក់អីចឹងទៅឃើញមុខរៀងខ្មៅមុខរៀងអីចឹងណាបងស្រីក៏បានរៀបរាប់ថាគាត់ត្រូវបានគ្រូជនជាតិធ្វើអំពើចង់សម្លាប់គាត់ដោយសង្សារចាស់របស់គាត់អីចឹងទៅដល់ពេលហើយនេះជារឿងចម្លែកមួយដែរដែលខ្ញុំមិនដែលឮណាដល់ពេលហើយអ្នកលក់ហ្នឹងក៏បានឆ្លើយតបមកកាន់គាត់វិញថាគាត់ឮថាអញ្ចេះឥឡូវសាកតាមគាត់ក៏សាកមិនសាកក៏អត់អីដែរតែតាមគាត់ដឹងគាត់ថាអញ្ចេះបើសិនជាគ្រូជនជាតិចង់កុំឲ្យមានរឿងតទៅទៀតណាថ្ងៃហ្នឹងអូនឯងទិញសាច់ជ្រូកហើយដាក់នៅក្នុងចានតម្កល់4ទិសនៅក្នុងផ្ទះរបស់អូនឯងគាត់គិតថាតំណងដែរតាព្រោះដោយសារតែបងប្អូនជនជាតិគាត់មិនពិសាទេនិយាយទៅមិនប៉ះតែម្ដងយ៉ាងក្នុងករណីមួយហ្នឹងហើយគាត់គិតថាវា logic ដែរគាត់អត់ចាំយូរទេគឺគាត់រੂរាន់ទៅរកសាច់ជ្រូកហើយដាក់នៅក្នុងផ្ទះ4ទិសមែនគាត់ថាចែកគ្រាន់តែដាក់ភ្លាមគាត់ដើរមករកម្ដាយរបស់គាត់នៅកណ្ដាលផ្ទះដើម្បីសុំពររបៀបថាម៉ាក់អើយឲ្យពរកូនផងព្រោះពររបស់ម្ដាយគឺជាពរដ៏វិសិទ្ធវាវិសេសវិសាលជាងព្រះទៀតព្រោះម្ដាយឪពុកជាព្រះរស់ណាជាព្រះដែលខ្ពស់ជាងគេនៅពេលដែលគាត់ដើរមកដល់ត្រឹមតែលើកដៃសុំពរនេះគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនមានអារម្មណ៍ថាមានចំហាយត្រជាក់អីរត់ចេញពីខ្លួនរបស់គាត់ណារបៀបថារត់ពីក្រោយខ្នងគាត់វឹបចេញពីផ្ទះហ្នឹងហើយគាត់ដឹងថាចេញពីផ្ទះហ្នឹងនៅពេលហ្នឹងហើយដែលគាត់ដឹងថាអំពើអំពាន់ដែលគាត់បានត្រូវនឹងគឺរួចផុតបាត់ទៅហើយនេះគឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យគាត់បើកភ្នែកធំទទួលស្គាល់ថាអំពើនៅក្នុងโลกនេះពិតជាមានពិតប្រាកដមែនហើយទាល់តែជួបខ្លួនឯងទើបបានដឹងថាតើវារងកម្មរបៀបណានេះគឺជាសាច់រឿងទី2របស់បងស្រីគាត់ឥឡូវនេះយើងចូលដល់សាច់រឿងទី3របស់
ប្រិយមិត្តម្នាក់ទៀតដែលជាមនុស្សប្រុសហើយគាត់គឺមានការងារជាសាវនករចឹងបងប្អូនណាដែលមិនស្គាល់ពាក្យថាសាវនករទេគឺគាត់បម្រើការជា auditor អ្នក audit បញ្ជីក្រុមហ៊ុនណារបៀបថាក្រុមហ៊ុនមួយស្តង់ដារអញ្ចឹងទៅត្រូវបិទបញ្ជីប្រចាំឆ្នាំត្រូវប្រកាសពន្ធត្រូវអីអញ្ចឹងទៅអញ្ចឹងគេត្រូវជួលក្រុមហ៊ុនខាងក្រៅមួយទៀតដើម្បីមក audit មើលថាតើរបាយការណ៍ហិរញ្ញវត្ថុតើរបាយការណ៍ចំណូលចំណាយទាំង line ហ្នឹងបានធ្វើត្រឹមត្រូវដែរឬអត់ហើយគាត់គឺមានតួនាទីក្នុងការត្រួតពិនិត្យមួយនឹងឯងគឺជាជនទី3សម្រាប់ត្រួតពិនិត្យគាត់បានប្រាប់ថាគាត់ជាក្មេងម្នាក់ដែលកើតមកមានសំណុំសង្វារដែលឪពុកម្ដាយរបស់គាត់គឺជឿទៅលើរឿងហ្នឹងហើយបានរៀបអាសនៈឲ្យគាត់តាំងពីក្មេងមកម្លេះហើយគាត់ប្រាប់ថាគាត់គឺជាមនុស្សម្នាក់ដែលឆ្វាក់ជាមួយនឹងរឿងវិញ្ញាណណាស់តាំងពីអាយុ 4-5 ឆ្នាំមកម្លេះអារបៀបថាដើរឃើញវិញ្ញាណដោយចៃដន្យអញ្ចឹងទៅបន្ថែមពីលើនេះទៀតខ្មោចក៏លងគាត់ច្រើនដែរច្រើនករណីខ្លាំងមែនទែនប៉ុន្តែសាច់រឿងមួយនេះគឺជាសាច់រឿងដែលគាត់ចែករំលែកមួយផ្នែកមួយនៃជីវិតរបស់គាត់កើតឡើងនៅក្នុងឆ្នាំ2016នៅអាយុ23ឆ្នាំពេលនោះគឺជា peak season គួរតែនិយាយថារដូវកាលដែលទាមទារឲ្យសាវនករគ្រប់រូបទទួលភ្ញៀវហើយត្រូវចុះពីមួយកន្លែងទៅមួយកន្លែងគឺអត់មានពេលសោះតែម្ដងអាហ្នឹងហាក់ដូចជាកាភ្លើងបាញ់ទឹកលក់ដាច់ពេលណាលក់ដាច់តែពេលចូលឆ្នាំទេត្រូវឲ្យបងប្អូនបិទបញ្ជីពេលណាគឺបិទតែចុងឆ្នាំទេអញ្ចឹងចន្លោះខែ11រហូតដល់ខែ2អីហ្នឹងខ្ទង់ប្រហែល3ខែហ្នឹងសាវនករគឺរវល់ខ្លាំងមែនទែនរវល់ខ្លាំងមែនទែនក្រុមហ៊ុនរបស់គាត់គឺមានភ្ញៀវនៅតាមខេត្តជារោងចក្រជាក្រុមហ៊ុនលក្ខណៈគឺច្រើនខ្លាំងមែនទែនដែលតម្រូវឲ្យគាត់ឧស្សាហ៍មានការងារចុះទៅតាមខេត្តជារឿយក្នុងអំឡុងពេលនោះគាត់ប្រាប់ថានៅពេលដែលគាត់ទៅដល់ទីតាំងខេត្តមួយកំពុងតែធ្វើការនេះរៀបចំបោកកៅអៅយកទៅមិនគ្រប់នេះកៅអៅមិនទាន់ស្ងួតស្រួលបួផងក៏តម្រូវឲ្យទៅទីតាំងម្ខាងទៀតទៅហើយបើសាវនករគេនិយាយគ្នាលេងជាមួយគ្នាងាប់ខោក្នុងបោកមិនទាន់ស្ងួតផងទៅតទៀតអីនេះគឺរបៀបអញ្ចឹងនឹងឯងពេលនោះគាត់បានចោះធ្វើសាវនកម្មនៅក្រុមហ៊ុនមួយនៅក្នុងខេត្តកំពង់ចាមមិនទាន់បានបញ្ចប់នៅឡើយទេគាត់ក៏មានការវិភាគបន្តទៅក្រុមហ៊ុនមួយទៀតនៅឯក្រុងប៉ោយប៉ែតដូច្នេះហើយដែលតម្រូវឲ្យគាត់ត្រឡប់មកភ្នំពេញដើម្បីផ្លាស់ប្ដូរកៅអៅដើម្បីផ្លាស់ប្ដូរអីពីក្នុងវ៉ាលីហ្នឹងអាងតែឡើងទៅឲ្យទាន់ការវិភាគមួយហ្នឹងជាធម្មតានៅពេលដែលចោះអញ្ចឹងគឺអត់សូវមាន manager ទៅជាមួយទេ manager របស់គាត់គឺជនជាតិហ្វីលីពីនណាតែដំណើរដងនេះគឺចម្លែកត្រង់ថា manager របស់គាត់ជនជាតិហ្វីលីពីនហ្នឹងក៏ទៅជាមួយគាត់ដែរអញ្ចឹងនៅក្នុងឡានមួយនេះគឺតម្រូវមាន senior manager គាត់ម្នាក់ manager គាត់ម្នាក់គាត់ហើយនឹងអ្នកទើបតែចូលថ្មីម្នាក់ជិះឡានទៅជុំគ្នាតម្រង់ទៅទីក្រុងប៉ោយប៉ែតគាត់ប្រាប់ថានៅពេលដែលមាន manager ទៅជាមួយអញ្ចឹងការងាររបស់គាត់ក៏មានអារម្មណ៍ថារៀងធ្ងន់ចិត្តដែរព្រោះមានការអី manager នៅនឹងធ្វើខ្នងធ្វើអីចឹងណាសំខាន់បំផុតគឺ manager របស់គាត់ជនជាតិហ្វីលីពីនហ្នឹងគឺចិត្តល្អខ្លាំងណាស់សម្របសម្រួលគ្រប់បែបយ៉ាងហើយតែងតែរបៀបប៉ាវពួកគាត់ដើរលេងប៉ាវពួកគាត់អីអញ្ចឹងទៅគឺចិត្តល្អមែនទែនមកតាមផ្លូវគឺពួកគាត់និយាយគ្នាលេងរហូតព្រោះផ្លូវឆ្ងាយជិះ 6-7 ម៉ោងណោះហ្នឹងតែប្រធានបទដែលពួកគាត់តែងតែនិយាយហ្នឹងគឺតាក់ទិនជុំវិញតែរឿងវិញ្ញាណតាក់ទិនតែរឿងអបិយជំនឿតាក់ទិនរឿងខ្មោចអីអញ្ចឹងទៅដែលតាក់ទិនជាមួយរបៀបគាត់ចង់បន្លាចមេរបស់គាត់ដែលជនជាតិហ្វីលីពីនហ្នឹងណាតាក់ទងជាមួយនឹងស្ថានភាពនៅស្រុកខ្មែរអញ្ចឹងណាអញ្ចឹងគាត់និយាយលេងជុំវិញតែប្រធានបទហ្នឹងទេរហូតដល់គាត់លើកឧទាហរណ៍សាច់រឿងមួយណាទៅប្រាប់ manager របស់គាត់តែមានចំណងជើងថា don't knock twice ចំណងជើងរឿងមួយហ្នឹងណាគាត់ប្រាប់ manager គាត់ថាខ្ញុំប្រែសម្រួលការសន្ទនារបស់គាត់ជាភាសាខ្មែរគាត់ប្រាប់ថាមេបើសិនជាយប់ឡើងមានអ្នកណាគេគោះទ្វារកុំបើកឲ្យសោះណាកុំបើកព្រោះបើសិនជាមនុស្សចង់រកមេឯងច្បាស់ណាស់ប្រកាសជាចុចកណ្ដឹងតែបើសិនជាមិនមនុស្សទេច្បាស់ជាគោះទ្វារនិយាយផងសើចផងសបាយបានបន្លាចមេអញ្ចឹងធ្វើឲ្យមេភ័យអញ្ចឹងណារហូតមកដល់សន្តាគារមួយដែលពួកគាត់បានជួលពួកគាត់ក៏បាយបន្ទប់រៀងខ្លួនពោលគឺ senior របស់គាត់បានទៅគេងជាមួយ manager ហើយគាត់បានគេងជាមួយនឹងអ្នកថ្មីម្នាក់ដែលយើងហៅថាបងបអញ្ចឹងណាបងបណាព្រោះឈ្មោះរបស់គាត់ផ្ដើមដោយអក្សរបដូចគ្នាពួកគាត់នៅតែនិយាយលេងសើចជិះចដើយន្តគាត់នៅតែផ្ដាំផ្ញើមេគាត់ដដែលប្រាប់ថាណែមេបើគេគួរទ្វារយប់ឡើងកុំបើកណានៅតែនិយាយអញ្ចឹងនៅតែសើចសប្បាយរហូតដល់ជន់រៀងខ្លួនអញ្ចឹងទៅចេញពីបន្ទប់រៀងខ្លួនហើយគាត់នេះដើរតម្រង់ទៅបន្ទប់របស់ខ្លួនឯងជាមួយនឹងបងបហ្នឹងអ
និយាយផងសើចសប្បាយផងអារបៀបបានបន្លាចមេអញ្ចឹងទៅសើចសប្បាយដើរតម្រង់មកដល់បន្ទប់របស់ខ្លួនឯងនេះគ្រាន់តែបើកចូលភ្លាមក្តីសប្បាយរីករាយរបស់គាត់ស្រាប់តែមួយទំហឹងតែម្ដងព្រោះនៅពេលនេះគឺគាត់មានអារម្មណ៍អត់ស្រួលខ្លាំងណាស់អត់ស្រួលខ្លាំងមែនទែនវាមានសម្ពាធអ្វីម្យ៉ាងនៅក្នុងបន្ទប់មួយនេះដែលបន្ទប់មួយនេះជាបន្ទប់កណ្ដាលមិនមានបង្អួចនោះឡើយតែវាមានសម្ពាធអ្វីម្យ៉ាងដែលគាត់ចូលទៅក្នុងនាមគាត់ជាអ្នកដែលមានសំណុំសវ៉ាណាគាត់ចូលទៅគាត់ដឹងហ្មងគឺខុសប្រក្រតីគាត់បានដើរយឺតចូលទៅក្នុងបន្ទប់មួយហ្នឹងឯបងបោវិញគាត់អត់មានខ្វាយខ្វល់អ្វីទាំងអស់គឺគាត់បោះវ៉ាលីទៅលើខែរបស់គាត់ធម្មតាតែម្ចាស់សាច់រឿងវិញដើរទៅយឺតមើលសន្តានភាពនៅក្នុងបន្ទប់ទាំងមូលបន្ទប់នេះគឺមិនមានកញ្ចក់នោះទេកញ្ចក់គឺមាននៅតែកន្លែងងូតទឹកតែប៉ុណ្ណោះបន្ទប់នេះគឺជាបន្ទប់ក្រែ2នៅលើក្បាលដំណេកគឺមានរូបសខ្មៅគឺជារូបមនុស្សសម័យបុរាណណាសខ្មៅដាក់នៅលើក្បាលក្រែទាំងពីរហ្មងដែលគាត់មានអារម្មណ៍ថាណាគេតាំងរូបសខ្មៅចលៃអញ្ចឹងតាំងឡើង2 3គឺគួរឲ្យខ្លាចខ្លាំងមែនទែនដូចជារូបស្ត្រីពីសម័យអាណានិគមបារាំងអញ្ចឹងណាគាត់បានដើរអូសវ៉ាលីរបស់គាត់យឺតបោះទៅលើក្រែរបស់គាត់នៅពេលដែលបោះឲ្យគាត់អង្គុយនៅលើក្រែរបស់គាត់នេះស្រាប់តែក្រែរបស់គាត់ឮសំឡេងក្រោកហើយគាត់លាត់មាត់ថាពុកបាក់ទៀតពោលគឺពុកដែលគាត់គេងហ្នឹងគឺជាពុកបាក់ដែលវាបន្លឺសំឡេងអារបៀបបាក់ធ្នឹម1 2អញ្ចឹងណាពួកគាត់ចាប់ផ្ដើមមើលមុខគ្នាដោយដឹងក្នុងចិត្តថាបន្ទប់មួយនេះដូចជាមិនសូវស្រួលសោះពួកគាត់បានប្រញាប់ប្រញាល់ផ្លាស់កៅអៅទេទៅរក manager របស់គាត់ដើម្បីទៅញ៉ាំអីល្ងាចគាត់ចេញពីសន្តាគារនៅក្នុងចនាយន្តអីចឹងទៅពួកគាត់ឃើញមេរបស់គាត់នៅពេលនេះរឿងរ៉ាវទាំងអស់មិនទាន់បានកើតឡើងទេចឹងអារម្មណ៍គាត់គិតថាវាគ្រាន់តែជាអារម្មណ៍ទេគាត់នៅតែលេងសើចជាមួយមេរបស់គាត់ធម្មតាហើយចូលចិត្តបន្លាចមេគាត់តាក់ទិនរឿងខ្មោចលាក់រហូតដល់ល្ងាចឡើងត្រឡប់មកវិញយប់រៀងជ្រៅបន្តិចត្រឡប់មកវិញនេះពេលដែលបែកជើងពួកគាត់បានចូលទៅមុជទឹករៀងខ្លួនផ្លាស់កៅអៅហើយអស់ហើយបងប្រុសជាម្ចាស់សាច់រឿងជាសវនករដូចខ្ញុំមានមិត្តភក្តិសវនករដែរធ្វើការសិតដាច់យប់អីនោះគឺមានការងារច្រើនមែនទែនមានឯកសារច្រើនមែនទែនដែលត្រូវការពិនិត្យអញ្ចឹងហើយគាត់ប្រញាប់រស់រាន់ទាញកុំព្យូទ័រដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារផ្ទៀងផ្ទាត់តួលេខលាក់ស្រាប់តែគាត់ក៏លេចមើលទៅបងបគាត់គេងលក់បាត់ទៅហើយដែលគាត់គិតក្នុងចិត្តថាងាប់ហើយគេងដូចអត់មានខ្វាយខ្វល់អីសោះអញ្ចឹងអ្នកថ្មីអញ្ចឹងមែនណាអត់ដឹងថាការងារហ្នឹងពិបាកប៉ុណ្ណាឬក៏ត្រូវមានការងារច្រើនប៉ុណ្ណាគេងធ្វើរំភើយអញ្ចឹងគាត់ក៏បែរមកធ្វើការរបស់គាត់នៅពេលនេះអារម្មណ៍របស់គាត់មិនបានផ្ដោតទៅជាមួយនឹងបរិយាកាសនៅក្នុងបន្ទប់នោះទេអារម្មណ៍របស់គាត់គឺផ្ដោតទៅនឹងតួលេខផ្ដោតទៅលើឯកសារផ្ដោតទៅលើការផ្ទៀងផ្ទាត់ជាដើមឡាគាត់ធ្វើការគាត់មើលម៉ោងទៅម៉ោង 12 យប់ហើយតាអញ្ចឹងគាត់ក៏សម្រេចចិត្តថាបិទកុំព្យូទ័រទៅបង្ហើបទ្វារបន្ទប់ទឹកដែលមានភ្លើងបន្តិចដើម្បីឲ្យវាជះចេញមកខាងក្រៅមកអញ្ចឹងណាគេចង់ត្រូវចូលបន្ទប់ទឹកអីទៅមិនមែនផ្ទះខ្លួនឯងផងផ្ទះខ្លួនឯងចង់បិទភ្លើងក៏បិទភ្នែកក៏ដឹងថាអីវ៉ាន់ណានៅណាដែរអញ្ចឹងនៅក្នុងករណីនេះបន្ទប់ថ្មីផងគាត់ចំហអីមិនតិចទៅដើម្បីឲ្យមានពន្លឺចាស់ចេញមកអញ្ចឹងតួបងបក៏ដោយតួគាត់ក៏ដោយត្រូវការចូលបន្ទប់ទឹកវាមិនសូវដើរបុកអីវ៉ាន់ហើយក៏ងាយស្រួលរកបន្ទប់ទឹកអីដែរអញ្ចឹងស្ថានភាពបន្ទប់នេះនៅពេលនេះបើកទ្វារបន្ទប់ទឹកបន្តិចខ្ញុំជឿជាក់ថាបងប្អូនជាច្រើនក៏ធ្វើបែបនេះដែរនៅក្នុងហូតែលត្រូវឯងបងប្អូនអញ្ចឹងតើមានពន្លឺប៉ុណ្ណាតើមានស្ថានភាពបែបណាបងប្អូនទាំងអស់គ្នាអាចសម័យឃើញគាត់ក៏ដើរតម្រង់មកគេងនៅលើក្រែបាក់របស់គាត់វិញកំពុងតែគេងគាត់បានប្រាស់ខ្លួនពីគេងចំហៀងមកគេងប្រឈរវិញគេងផ្ងាណាកំពុងតែអាលីវមិនទាន់លក់ផងខណៈនោះស្រាប់តែឮសំឡេងក្រឹកក្រករបៀបដូចមានអ្វីមួយដែលរឹងកំពុងតែកោសជាមួយនឹងឈើតែសំឡេងមួយនោះគឺលាន់ចេញពីក្រោមក្រែរបស់គាត់នៅពេលនេះបងប្អូនប្រហែលជាគិតថាដោយសារតែក្រែបាក់ហ្នឹងអញ្ចឹងនៅពេលដែលគាត់កម្រើខ្លួនទៅអាធ្នឹមហ្នឹងវាមិនតែគិតគ្នាអញ្ចឹងត្រូវឯងបងប្អូនខ្ញុំក៏យល់អញ្ចឹងដែរតែសម្រាប់គាត់ដឹងក្នុងចិត្តច្បាស់មែនតើថានៅក្រោមក្រែហ្នឹងប្រកាសជាមានអ្វីហើយគាត់ភ្ញាក់ដឹងខ្លួនស្វាងចេះតែម្ដងគាត់ថាស្វាងចេះគាត់ក៏លេចមើលទៅបងកំពុងតែគេងគាត់មិនហ៊ានដាស់ទេហើយគាត់ព្យាយាមប្រើអារម្មណ៍ទៅប៉ះជាមួយពូកចង់ដឹងថាតើសំឡេងនឹងចេញមកពីក្រោមក្រែពិតប្រាកដអត់
សំឡេងនោះនៅតែបន្លឺឡើងក្រេកក្រកចេញពីក្រោមគ្រែស្របពេលដែលគាត់មិនមានសកម្មភាពអ្វីទាំងអស់នៅលើពូកនេះអញ្ចឹងនៅពេលដែលយើងគិតថាដោយសារតែសំឡេងឈើនេះការសន្មត់មួយនេះវាបានខុសបាត់ទៅហើយភ្លាមហ្នឹងគាត់ស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតែចូលពីក្រោមភួយរបស់គាត់ចូលពីក្រោមភួយចេញពីក្រោមគ្រែឡើងចូលក្នុងភួយរបស់គាត់ណាដែលគាត់នេះគេងដណ្ដប់ភួយពាក់កណ្ដាលទ្រូងបញ្យល់មិនឲ្យបងប្អូនយល់ណោះគួរតែនិយាយថាបងប្អូនគ្រប់ភួយគេងឯងត្រូវបងប្អូនអញ្ចឹងស្ថានភួយវារៀបហើយវាទល់តែជាមួយជើងរបស់យើងឯងត្រូវបងប្អូនតែនេះគាត់ឃើញមានអ្វីមួយយ៉ាងនៅពេលដែលវាឡើងចូលមកពីក្រោមគាត់នេះអាភួយហ្នឹងវាហើបវាប៉ោងដូចជាមានមនុស្សម្នាក់ទៀតកំពុងតែវាពីក្រោមណាពេលនេះគាត់មានអារម្មណ៍ថាអត់ស្រួលខ្លាំងហើយគាត់ចង់រត់ចេញពីក្រែមួយហ្នឹងប៉ុន្តែគាត់រត់អត់រួចជើងរបស់គាត់គឺស្ពឹកទាំងអស់រត់មិនរួចបញ្ជាក់គឺគាត់ស្វាងចេះតែម្ដងហើយគាត់កំពុងតែគេងមើលអ្វីមួយយ៉ាងវាចូលមកក្រុមភួយរបស់គាត់ព្យាយាមបែរទៅកាន់បងបនោះហើយស្រែកប្រាប់ថាបងងើបឡើងបងប៉ុន្តែបងគឺគាត់គេងដូចស្លាប់អញ្ចឹងគឺមិនដឹងខ្លួនទាល់តែសោះនៅពេលនេះរបស់ម្យ៉ាងហ្នឹងអ្វីម្យ៉ាងហ្នឹងវាមកដល់ត្រឹមចង្កេះគាត់ហើយនៅពេលដែលវាមកកាន់ចង្កេះគាត់នេះគាត់ឃើញកាន់តែច្បាស់ហើយនៅពេលនេះតើគាត់សម្រេចចិត្តបែបណាបើគាត់រត់អត់រួចផងគាត់ថាបើសិនជាគាត់បើកភួយមើលស្រាប់តែហក់ចេញពីភួយមកដូចក្នុងអាវីដេអូគេបន្លាចមកគាត់មិនវីវអញ្ចឹងគាត់អត់មានជម្រើសទេគាត់នៅតែស្រែកហៅបងឲ្យជួយបងងើបឡើងអូនងើបឡើងតែបងគឺនៅតែមិនមានសកម្មភាពគឺគេងលក់ស្កប់មែនទេគាត់វិញសម្លឹងមើលវាដល់ត្រឹមចង្កេះមកដល់ត្រឹមប៉ុណ្ណឹងស្រាប់តែភួយរបស់គាត់វាប៉ោងឡើងកាន់តែខ្ពស់ទៅប៉ោងឡើងមកត្រឹមកម្ពស់មនុស្សអង្គុយលើចង្កេះយើងណាបងប្អូនមនុស្សអង្គុយខ្ពស់ណាគឺភួយមួយហ្នឹងគឺឡើងដល់កម្ពស់មួយហ្នឹងគាត់ឃើញច្បាស់នឹងភ្នែកថាភួយហ្នឹងវាប៉ោងឡើងដល់ប៉ុណ្ណឹងមនុស្សអង្គុយបាំងទិដ្ឋភាពរបស់គាត់ខាងមុខទាំងអស់ឲ្យបាំងអស់ហើយគឺពោពេញដោយភួយពេញមុខតែម្ដងគាត់ភ័យរកម៉ែហើយគឺភ័យយកតែមែនទេគាត់អង្គើខ្លួនក៏រួចស្រីហៅបងជួយក៏បងមិនងើបតតែសោះនៅពេលនេះគាត់មានតែនឹកដល់គុណបុណ្យមេដាគុណបុណ្យបិតាហើយព្យាយាមសូត្រណាមោតសៈទាំងខ្លួនគាត់ភ័យខ្លាំងមែនទែនខំទប់ដើមទ្រូងខ្លួនឯងឲ្យជាប់កុំភ័យមាត់ព្យាយាមសូត្រណាមោតសៈសូត្រឡើងរុលមាត់បានតែបន្តិចភួយដែលទល់ឡើងមួយហ្នឹងណាស្រាប់តែវាធ្លាក់ចុះស្រិបតែម្ដងនឹងភ្នែកឯងបងប្អូនវាមិនមែនចុះយឺតទេវាអាពងតប៉ោងទៅយឺតសូត្រវាសុតទៅវិញវាសុតទៅស្មើវិញបងប្អូនទិដ្ឋភាពមួយហ្នឹងភ្លាមហ្នឹងដែលគាត់អង្គើខ្លួនបានពេលនោះគាត់ស្ទុះឡើងទៅដាស់បងនោះយកដៃគាត់ទៅងួនខ្លួនងួនមកទាំងហឹងណាតែហៅផងស្រែកផងដាក់តិចផងអង្គើខ្លួនផងបងនៅតែមិនភ្ញាក់គាត់ចង់រត់ចេញពីបន្ទប់មែនតើតែគាត់អត់ហ៊ានទេព្រោះឥឡូវយកឲ្យចុះបើកទ្វារមកស្រាប់ម្នាក់នឹងនៅក្រៅទៅគិតមិនទៅគាត់មិនដឹងធ្វើម៉េចម៉ោង 2:10 កន្លះជិត1ហើយហ្នឹងគាត់ដាច់ចិត្តថាទាញទូរស័ព្ទទេទៅរមេរបស់គាត់ទេទៅក៏អត់មានអ្នកទទួលគាត់មិនដឹងធ្វើម៉េចគាត់ភ័យផងគាត់ញ័រខ្លួនផងនេះគាត់នឹកឃើញថាមានតែទេទៅរកប៉ាឯម៉ាក់គាត់ក៏ទាញទូរស័ព្ទលើកដៃមកចុចលេខរបស់ម្ដាយរបស់គាត់គិតក្នុងចិត្តម៉ោង 7:01 ហើយហ្នឹងម៉ាក់ពងតគេងហ្នឹងឲ្យប្រទេសទៅគាត់មិនភ្ញាក់ពីសម្រានតែកុំខ្វល់ច្រើនពេកឥឡូវនេះវាតន់ហន់ខ្លាំងត្រូវតែទេទៅគាត់ទេទៅតែញ័រខ្លួនយកជើងដាក់នៅតុកណ្ដាលដែលជាតុកដែលគេដាក់តាំងចន្លោះក្រែពីរគឺជើងរបស់គាត់ទាំងពីរគងនៅលើក្បាលក្រែមួយហ្នឹងហើយទេទៅនិយាយជាមួយម្ដាយរបស់គាត់បានប្រាប់ម្ដាយរបស់គាត់ពីហេតុការណ៍ទាំងឡាយដែលគាត់បានជួបនិយាយជាមួយម្ដាយរបស់គាត់ព្យាយាមលួងគាត់ព្យាយាមប្រាប់វិធីគាត់ឡើងស្របពេលនោះហើយអារម្មណ៍របស់គាត់បានធូរតែបន្តិចបងក៏ភ្ញាក់ដឹងខ្លួនឡើងក្រនតែភ្ញាក់ដឹងខ្លួនភ្លាមគាត់ក៏សួរថាចេះហាបងហើយបងឯងអង្គុយធ្វើអីហ្នឹងស្មានហ្នឹងអត់គេងទេពេលដែលគាត់បានឃើញបងបានងើបនឹងហើយគាត់បានប្រាប់ម្ដាយរបស់គាត់ថាចេះមិត្តរួមក្រុមរបស់គាត់ភ្ញាក់អីម៉ាក់ខ្ញុំលេងអីហីឥឡូវប៉ុណ្ណឹងបានទេណាម៉ាក់ណាហើយក៏ចុចបិទទូរស័ព្ទទៅគាត់បានប្រាប់រឿងរ៉ាវទាំងអស់ទៅបងប្រាប់ថាមិញហ្នឹងបងស្រែកហៅអូនឯងខ្លាំងណាស់បងអូនឯងអត់ងើបសោះតែម្ដងហើយមិញខ្ញុំមានស្អីគេវាមកអង្គុយនៅលើខ្លួនបងហើយភួយក្មើកអីចឹងទៅបងបានទទួលមិននឹងហើយគាត់ប្រាប់ចេះបងឥឡូវចេះបងឯងមកគេងក្រែជាមួយខ្ញុំហើយចាំព្រលឹមឡើងចាំយើងដូរបន្ទប់គាត់លឺបែបហ្នឹងហើយគាត់ក៏ងើបមកគាត់បោះខ្នើយដែលគាត់គេងនៅលើក្រែរបស់គាត់ហ្នឹងហើយនិយាយថាចេះណែយកក្រែវិញអញលេងដេកហ្នឹងហើយគាត់ក៏ឡើងទៅគេងជាមួយនឹងបងបាត់ទៅ
គាត់សម្រានលក់បានតែបន្តិចគាត់ស្រាប់តែទទួលបានសុបិននិមិត្តមួយគាត់ឃើញទស្សនភាពស្ដែងនៅក្នុងបន្ទប់នេះតែម្ដងគាត់ឃើញមានមនុស្សស្រីម្នាក់សក់វែងខ្លាំងមែនទែនវែងដល់ជើងកំពុងតែចេញពីក្រោមគ្រែរបស់គាត់ហើយយកដៃទាញជើងគាត់នេះទម្លាក់ពីគ្រែរបស់បងបគាត់ព្យាយាមតស៊ូសវេសវារបៀបធានប្រឡែងគាត់ឲ្យឡើងអញ្ចឹងទៅប៉ុន្តែវិញ្ញាណម្នាក់ស្រីនឹងព្យាយាមទាញគាត់ទាញរហូតដល់គាត់ធ្លាក់ពីលើគ្រែរហូតដល់គាត់ប្រវេសប្រវាស់ស្រែកដឹងខ្លួនណាពេលហ្នឹងហើយបងហ្នឹងក៏គាត់ភ្ញាក់ដឹងខ្លួនដែរគាត់សួរថាមាននឹងអីបងមាននឹងអីគាត់ក៏បានប្រាប់ថាអត់អីទេគាត់យល់សពគាត់អត់អីទេគេពេលនោះគាត់បានទាញទូរស័ព្ទមើលហេតុការណ៍មួយនេះបានកើតឡើងចំពោះគាត់គឺម៉ោងប្រហែលជា3ទៀបភ្លឺទៅហើយនៅពេលនេះតើដោយសារតែគាត់និយាយលេងផ្ដេសផ្ដាសដែលដិតចូលទៅក្នុងអារម្មណ៍របស់គាត់ដែលធ្វើឲ្យគាត់ជួបនៅរឿងរ៉ាវសុបិនមួយនេះឬក៏សុបិនមួយនេះជាការពិតប៉ុន្តែអ្វីដែលជាក់ស្ដែងបំផុតគឺគាត់ស្វាងហើយគាត់បានឃើញភួយរបស់គាត់បានតោងឡើងវាស្ដែងនៅនឹងភ្នែកនេះមិនមែនជារឿងកលៃនោះទេរហូតដល់ព្រឹកឡើងគាត់បានចុះទៅប្រាប់ receptionist គាត់ប្រាប់ទៅចាគាត់ចង់ប្រូបន្ទប់ receptionist ទាំងពីរនាក់ឃើញមុខគាត់ស្លេកអត់មានអ្វីទាំងអស់ទទួលសោពីគាត់ហើយប្រាប់គាត់ថាចាំគាត់ដូរឲ្យចម្លែកឯងបងប្អូនវាគួរតែសួរថាចេះបងតើវាមានបញ្ហាអីជាមួយបន្ទប់មួយហ្នឹងទៅមិនបងចង់ផ្លាស់ប្ដូរបន្ទប់តើវាមានទាស់ខុសកន្លែងណាមែនតែនេះអត់មានសួរអ្វីទាំងអស់មិនសួរដេញដោលអ្វីទាំងអស់គឺទទួលសោហើយប្រាប់ថាចាំគាត់រៀបចំបន្ទប់ថ្មីឲ្យមានន័យថាម៉េចមានន័យថា reset ទាំងពីរហ្នឹងគឺដឹងរឿងថាបន្ទប់របស់គាត់ហ្នឹងមានរឿងអ្វីឬក៏ហូតែលទាំងមូលមានរឿងអ្វីគាត់ហុចសោហើយគាត់ក៏ឡើងឡានទៅធ្វើការជាមួយមេរបស់គាត់ព្យាយាមប្រាប់ manager របស់គាត់ថាមានរឿងរ៉ាវអីគេខ្លះដែលគាត់បានជួបនៅយប់មិញនេះប៉ុន្តែ manager របស់គាត់គឺជាអ្នកវិទ្យាសាស្ត្រហើយជនជាតិហ្វីលីពីនជា Christian ត្រូវឯងបងប្អូនជាគ្រឹះសាសនិកអញ្ចឹងពួកគាត់មិនសូវជឿទៅលើរឿងអស់នឹងប្រហែលទេអានេះបើខ្ញុំនិយាយខុសអីខ្ញុំសុំទោសណាប៉ុន្តែ manager របស់គាត់ប្រហែលជាក្នុងលក្ខខណ្ឌមួយមិនចង់ឲ្យគាត់ភ័យអញ្ចឹងទាញថាព្រឹត្តិការណ៍ទាំងឡាយគឺជាព្រឹត្តិការណ៍ sleep paralysis អាហ្នឹងមិនដឹងបកប្រែខ្មែរថាមិនទេប៉ុន្តែរបៀបថាកាំងតសៃតសូងយើងដើរអត់ស្រួលយប់ឡើងយើងកាំងទៅវាមានទិដ្ឋភាពដូចខ្មោចសង្កត់ដូចអីអញ្ចឹងណាគាត់វាមិនដឹងថាបកស្រាយប្រាប់ថាម៉េចអញ្ចឹងហើយទៅ sleep paralysis ក៏ sleep paralysis ទៅហើយណាមួយទៀតបកការទទួលស្គាល់ថា sleep paralysis ហ្នឹងក៏វារៀងធូរស្រាលសម្រាប់អារម្មណ៍របស់គាត់ដែរដែលវាមិនសូវខ្លាចវាមិនសូវភ័យអីអញ្ចឹងណាប៉ុន្តែអ្វីដែលសំខាន់នៅតែនិយាយដដែលចុះអាភួយគាត់ប៉ោងនៅពេលដែលគាត់ស្វាងនេះអានឹងស្អីគេកម្ពស់មនុស្សអង្គុយអានឹងមិនទៅហៅថា sleep paralysis គាត់បានធ្វើដំណើររហូតទៅដល់ក្រុមហ៊ុនមួយដែលធំដែរនៅទីក្រុងប៉ោយប៉ែតហ្នឹងគាត់បានបំពេញតួនាទីរបស់គាត់មួយថ្ងៃនឹងធ្វើការចោះធ្វើការឡើងអីចឹងទៅបងស្រីម្ចាស់ក្រុមហ៊ុនគាត់ក៏ជាមនុស្សល្អដែរមនុស្សចិត្តបន់អញ្ចឹងនៅពេលដែលគាត់ធ្វើការអញ្ចឹងទៅគាត់ក៏ដើរចូលនៅក្នុងបន្ទប់ពួកគាត់ក៏និយាយគ្នាលេងបដើពិនិត្យមើលឯកសារបដាស្នើសុំឯកសារបដាចុះឡើងគាត់ក៏ទាញនៅសាច់រឿងដែលគាត់បានជួបប្រទះកាលពីយប់មិញជំរាបទៅបងស្រីម្ចាស់ក្រុមហ៊ុនមិនមានពាក្យថាមិនជឿនោះទេក៏មិនមានពាក្យថាជឿដែរប៉ុន្តែអ្វីដែលគាត់ធ្វើគឺគាត់បានដកបន្តោងរូបព្រះពីករបស់គាត់ហុចមកឲ្យបងប្រុសប្រាប់តែចេះណែយកបន្តោងហ្នឹងទៅដាក់នៅក្រុមខ្នើយគេងរហូតដល់ធ្វើការត្រូវឡើងទៅពេញចាំយកបន្តោងហ្នឹងមកឲ្យគាត់វិញគាត់និយាយតែប៉ុណ្្នឹងទេបងប្រុសគាត់រៀងងាក់ដែររបៀបថាយកបន្តោងគេមិនចុះបបាត់មិនទក់សាច់ប៉ុន្តែទៀងវាមិនឈ្នះទាល់បើគាត់ជួបរឿងហ្នឹងហើយហ្នឹងអញ្ចឹងក្នុងករណីនេះហើយគាត់ក៏សម្រេចចិត្តថាទទួលខ្ចីបន្តោងមួយនេះយកមកប្រើប្រាស់ទុកការពារខ្លួនមកត្រឹមគាត់ធ្វើការហ្នឹងធ្វើការហើយល្ងាចឡើងគាត់ក៏ត្រឡប់មកកាន់អូតែលមកវិញបន្ទប់ដែលគេផ្លាស់ប្ដូរគឺជាបន្ទប់ខុសគ្នាមួយជាន់តែជាបន្ទប់តែមួយតោះនេះកន្លែងហ្នឹងបងប្អូនឥឡូវឧទាហរណ៍ថាបន្ទប់ដែលគាត់គេងមុនហ្នឹងគឺបន្ទប់206អញ្ចឹងអាជាន់ទី3ដែលគាត់ផ្លាស់ប្ដូរហ្នឹងគឺបន្ទប់306គឺនៅលើនៅក្រោមគ្នាអញ្ចឹងរបៀបរចនានៅក្នុងបន្ទប់គឺតែមួយទាំងអស់មិនមានខុសគ្នាអ្វីទាំងអស់នៅក្នុងយប់នោះគាត់គ្រាន់តែឃើញភ្លាមគាត់មានអារម្មណ៍អត់ស្រួលទៀតហើយតែបងគាត់ដូចដឹងខ្លួនណាគាត់ប្រាប់ថាចាបងយប់ហ្នឹងឯងកុំខ្លាចយប់ហ្នឹងខ្ញុំនៅកណ្ដោបងឯងធ្វើការដល់ម៉ោងប៉ុន្មានខ្ញុំនៅកណ្ដោបងឯងព្រោះខ្ញុំចាំមើលបាល់ដែរគាត់ឮបែបនេះហើយគាត់ក៏រៀងធ្ងន់ចិត្តនៅមើលបាល់អ្នកមើលបាល់ដឹងហើយម៉ោង1ម៉ោង2គាត់ត្រូវដាក់ម៉ោងរោងងើបមើលបាល់ដែរត្រូវឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់ក៏សម្រេចចិត្តបើកកុំព្យូទ័រដើម្បីធ្វើការរបស់គាត់កំពុងតែធ្វើការមិនដល់កន្លះម៉ោងផងគ្រាន់តែកលេចមើលបងបគេងលក់បាត់
hơi khỏn tha nơi chăm mơ ba lại hè óc sao khăn pe ấy từ bàn quạt kênh lụa bạn quạt khơi bóng bò cho kênh lụa bạn chăng quạt có sầm lại chật tha bỏ kênh lụa bạn chăng hay quạt nơi mình anh thấy quạt có kênh đôi khi đây tại đòn ní quạt bàn đặt camera thọt trao khảnh lô bà sân chìa bóng phui mà đòn tiền ấy cứ thọt chộp nâng camera nâng tay mà đòn hơi quạt bàn đã rụp pre nơi còng khơi còi rồi bỏ quạt hơi quạt bàn buông xuông sầm pe khơi lạng lạ bồn châu kênh nơi không dục nu mình miên hết cả quay tê cả làng nơi không bị phụp mình nu bón tay quạt từ tua bàn sổ bần nỉ mật đỏ đài nu cứ miên sấy sọ quên khăng mền tên công pung tay tranh bị còng kề hơi tiên trường quạt tủm lẹ bị kề bong bò bón tay đòn nỉ vì họ mà lừa đàm trung quạt hơi vì prang chụp bạch co quạt khăng mền tên prang chụp bạch hơi quạt từ thế từ tha chong đách sol mền tên á nơi không sổ bần quạt chong đách sol khăng mền tên tắc mục mà nè sấy nông cứ cài giả hai khăn mình tên hà sọ quên với ngã băng một cái khơi phơi chầm tinh anh chẳng na bong bóng hai cùng bông tại chụp bạch co dương á quạt pay chết phật đằng hai nó không vô sập rõ hốt đó quạt đằng khuôn mình tên quạt pay khăn mình tên quạt lược đai sầm pe nước đó côn bờ put côn bờ thoa côn bờ song nước đó côn pok côn mai pre sama samputอธิษฐานhơi quạtปรับทางquạtเมานี่quạtเมาละเตบอกquạtขมหมดขอกอะไรนะกรมประการquạt miên phi được cáchធ្វើការនៅតាមតិចទៀតគាត់ទៅវិញហើយកុំធ្វើការកុំធ្វើបាបគាត់អីគាត់អត់មានបំណងបំពេញអ្នកណាទេពេលនោះក្រោយពីបន់ស្រន់ហើយគាត់ទាញទូរស័ព្ទមកមើលគឺម៉ោង 12 យប់បាត់ទៅហើយតែជាសំណាងល្អចាប់ពីពេលនោះមកគឺគាត់មិនដែលជួបរឿងចម្លែកអ្វីទៀតទេរហូតដល់ថ្ងៃដែលគាត់ត្រឡប់មកភ្នំពេញវិញគាត់ក៏យកបន្តោងសោមួយនោះយកទៅសងអតិថិជនវិញហើយរឿងនេះគឺចប់ត្រឹមតែប៉ុណ្ណឹងហើយបងប្រុសគាត់អះអាងថានេះគឺជារឿងពិតដែលគាត់ឃើញនៅនឹងភ្នែកតែម្ដងតើបងប្អូនយល់យ៉ាងណាដែរសម្រាប់សាច់រឿងរបស់បងប្រុសសម្រាប់ខ្ញុំសាច់រឿងនេះវាសាហាវត្រង់ថាបើគាត់អាលីវហើយគាត់របៀបថាសម័យថាភួយនឹងវាប៉ើងឡើងអូខេយើងអាចទទួលយកបានថាវាជាការសម័យវាជាមតិតទល់គ្នាថាម្នាក់ថាសម័យម្នាក់ថាពិតអាចបានតែដងនេះគាត់ប្រាប់ថាគាត់ស្វាងចេះហ្មងគាត់ស្វាងអត់មានបានគេងអត់មានបានអីទាំងអស់គឺស្វាងតែភួយនឹងវាប៉ោងឡើងហាក់ដូចជាមានមនុស្សម្នាក់អង្គុយលើខ្លួនគាត់ហើយគាត់ស្ពឹកខ្លួនទាំងអស់ហើយភួយកម្ពស់មនុស្សអង្គុយនៅនឹងភ្នែករបស់គាត់ហើយគាត់សោតហើយភួយនឹងស្រាប់តែសឹបចុះទៅបើសិនជាគាត់សុបិនឬគាត់មើលយ៉ាងហោចណាស់គាត់ត្រូវភ្ញាក់មកតង់ទៀតត្រូវឯងបងប្អូនតែនេះគាត់អត់មានករណីភ្ញាក់មកតង់ទៀតផងហ្នឹងគឺគាត់ស្វាងហ្នឹងគាត់ឃើញទស្សនវិជ្ជាហ្នឹងនៅពេលដែលភួយធ្លាក់ដល់ដីគាត់ក៏មើលខ្លួនបានគាត់ទាញទូរស័ព្ទទេទៅម៉ាក់គាត់ហ្នឹងសកម្មភាពតែមួយតែម្ដងគេហៅថាគួរតែនិយាយថាសកម្មភាពមកដង្ហើមណាអញ្ចឹងក្នុងករណីហ្នឹងវាអត់មានករណីភ្ញាក់ទេហើយនេះគឺជាករណីមួយដែលស្ដែងបំផុតវាហាក់ដូចជាប្រពន្ធរបស់ខ្ញុំណាគាត់បានទៅដើរលេងនៅស្រុកណានេះខ្ញុំភ្លេចហើយនៅហ្វីលីពីនមិនដឹងនៅសិង្ហបុរីមិនដឹងគាត់ប្រាប់ថាគាត់គេងជុំគ្នាមានប្រុសមានស្រីអញ្ចឹងទៅគាត់គេងជុំគ្នាច្រើនមែនទែនកំពុងតែគេងផឹកស៊ីសប្បាយអញ្ចឹងណាស្រាប់តែទូដាក់កៅអៅវាគោះពីក្នុងវាគោះតុកគោះអត់ដាច់អញ្ចឹងឯងម្នាក់មើលមុខគ្នាដើរទៅផ្ទៀងផ្ទាត់ស្ដាប់គឺចាញ់ពីទូមួយហ្នឹងហើយស្វាងចាស់ទាំងអស់គ្នាគឺចាញ់ពីទូមួយហ្នឹងរហូតដល់ប្រកែកគ្នាថាបើកឬមិនបើកមានបុគ្គលម្នាក់ដែលជាមិត្តភក្តិពួកខ្ញុំដែរគាត់ជាមនុស្សប្រុសគាត់និយាយថាមុំហ្មងអញ្ចឹងគាត់ប្រាប់ថាបើកចង់ដឹងនៅក្នុងនឹងមានអីពូម្នាក់ចាប់ផ្ដើមសម័យតិចមានគេធ្វើឃាតអីណាមនុស្សមិនទាន់ស្លាប់អីគេដាក់នៅក្នុងទូអញ្ចឹងណានៅពេលដែលបើកឆ្វាកមកគឺមានតែខ្នើយអោបហ្នឹងប៉ុន្តែនៅពេលដែលគោះនេះមិនមែនជាយោសពមិនមែនជាក្តីសម័យមិនមែនជាសុបិនមិនមែនជារលាវគឺមនុស្សស្វាងទាំងអស់គ្នាអង្គុយនៅនឹងទាំងអស់គ្នាឮចេញពីទូនឹងទាំងអស់គ្នាហើយទូនឹងគោះឃើញធម្មតានៅពេលដែលយើងគោះទៅវាមិននឹងហើបទ្វារតិចគឺហើបទ្វារតិចគឺឃើញទាំងអស់គ្នាពេលបើកមកគឺមានតែខ្នើយអោបតែប៉ុណ្ណោះវាហាក់ប្រហែលជាមួយនឹងសាច់រឿងរបស់បងប្រុសដែរសង្ឃឹមថាការបកស្រាយរបស់ខ្ញុំសម្រាប់សាច់រឿងទាំង3នេះបងប្អូនទាំងអស់គ្នាអាចសម័យឃើញហើយដិតជាប់អារម្មណ៍ហើយក៏មានមេរៀនជាច្រើនជូនទៅបងប្អូនដដែលបើរឿងអបិយជំនឿខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជឿថាមានជាជាងជឿថាអត់នៅពេលដែលបងប្អូនជឿថាមានបងប្អូននឹងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលបងប្អូនជឿថាអត់បងប្អូននឹងបំពេញទោះបងប្អូនដឹងថាមិនមានក៏ដោយប៉ុន្តែសុខចិត្តថាជឿថាមានណាយ៉ាងហោចណាស់បងប្អូនធ្វើដំណើរតាមផ្លូវទៅណាទៅណីក៏មានការប្រយ័ត្នប្រយែងខ្ពស់ដែរ
វាហាក់ដូចថាជឿថាមានបាបយើងមិនហ៊ានធ្វើបាបកម្មដាក់ណាគេមិនហ៊ានធ្វើអាក្រក់ដាក់ណាគេទេគឺធ្វើតែរឿងល្អៗទេតែបើអត់ជឿថាមានបាបច្បាស់ណាស់អំពើអាក្រក់ៗនឹងកើតឡើងជាច្រើនអញ្ចឹងនេះគឺជាហេតុផលងាយៗសម្រាប់បងប្អូនទាំងអស់គ្នាហើយអរគុណមែនទែនសម្រាប់ការតាមដាន